កម្មវិធីមួយចំនួនមិនគួរទេអាបាញ់ទឹកបាញ់អីហ្នឹងទុកទៅអាបាញ់ឡានទឹកអីហ្នឹងណាតាមខេត្តមួយទុកឡានទឹកហ្នឹងបាញ់បលុតអគិភ័យហើយមើលត្រៀមលក្ខណៈជាពិសេសមិននិយាយលេងសើចរឿងអគិភ័យហ្នឹងរឿងគ្រោះថ្នាក់ច្រើនយកចិត្តទុកដាក់តែរឿងបាញ់សាប៊ូបាញ់ទឹកអីកុំខ្ញុំមើលប្រហែលឆ្នាំមុននោះបាញ់ទឹកអត់សូវមានទេកាលនោះយើងលេងល្បែងវិជាប្រៃច្រើនណាស់យកឱកាសនឹងលេងល្បែងវិជាប្រៃឲ្យច្រើនទៅបាទប៉ាត់ម្សៅអីហ្នឹងគឺថាទុកសិនទៅសុបាយដូចតែគ្នាទេមិនបាច់មានអាកំភ្លើងបាញ់ទឹកបាទបំផុសប្រពៃណីវប្បធម៌សកម្មភាពជាច្រើនផ្សេងដែលមានឲ្យធ្វើម៉េចឲ្យខេត្តមួយមានសកម្មភាពបាទអានឹងខ្ញុំមិនដឹងថាម៉េចស្រួលឡានខេត្តខ្លះត្រៀម5 6ឡានទឹកអីដែរណាចឹងសូមខ្ញុំថាសកម្មភាពខ្លះគួរមិនបាច់មានទេច្រាប់នេះបំផុសរឿងវប្បធម៌សិល្បៈឲ្យច្រើនការចូលរួមអីផ្សេងរឿងប្រពៃណីបាទដោយអត់រៀបអង្គសង្ក្រាន្តនៅសៀមរាបទេនេះយើងរៀបតាមរាជធានីខេត្តបាទរាជធានីខេត្តពួកយើងអត់រៀបអង្គសង្ក្រាន្តទេយើងរៀបរាជធានីខេត្តវាសមល្មមទៅហើយអញ្ចឹងតលរយៈភាពនេះហើយបំផុសចលនាផ្សេងគឺសាមគ្គីភាពគ្នានេះឯងហើយសូមឲ្យមើលក្របទៅដល់បញ្ហាសន្តិសុខជាពិសេសរឿងក្មេងទំនើងរឿងបាទបងតូចបងធំអីនេះបាទកុំឲ្យបកកបញ្ហានាំឲ្យម៉ងសៅទៅដល់ការអបអរសាទររបស់ប្រជាពលរដ្ឋរបស់យើងដែលបានបង្កលក្ខណៈនិងផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមស្មារតីនៃការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងរួមគ្នាដែលគ្រប់ភាគីត្រូវចេះរួមគ្នាដោះស្រាយទាំងអស់គ្នាខ្ញុំក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលបានចូលរួមអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលរាជរដ្ឋាភិបាលដាក់ចេញចំនួន10លើកកន្លងមកទទួលបានលទ្ធផលគួរជាទីមោទនៈខ្ញុំមានសតិធិនិយមយ៉ាងមុតមមថាផែនការលើកទី11ឆ្នាំសម្រាប់ឆ្នាំ2026ដែលបានដាក់ចេញនិងប្រកាសពីម្សិលមិញនេះនឹងបន្តជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញចលនាជាតិនិងស្មារតីរួមទូទាំងប្រទេសក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនតាមគ្រប់ទម្រង់គ្រប់រូបភាពនិងគ្រប់វិស័យយោងតាមរបាយការណ៍ស្វាគមន៍និងបូកសរុបលទ្ធផលរបស់អង្គសន្និបាតរបស់អាដាមសន្តិបណ្ឌិតនេតសវឿនឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងការឆ្លើយតបទាន់ពេលភាពសកម្មឈ្មោះឈ្មោះនិងឆន្ទៈមោះមុតរបស់មន្ត្រីរាជការនិងកងកម្លាំងបដាអាវុធទាំងអស់នៅក្នុងការសម្រេចបាននូវសមិទ្ធផលការងារលេចធ្លោជាច្រើនសម្រាប់រយៈពេលពាក់កណ្ដាលអាណត្តិកន្លងទៅនេះដែលបានឆ្លើយតបទៅនឹងការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការការពារនិងលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋរួមចំណែកកាត់បន្ថយនិងឈានទៅលុបបំបាត់ឥទ្ធិពលដ៏គ្រោះថ្នាក់នៃគ្រឿងញៀនពីសង្គមកម្ពុជាខ្ញុំក៏សូមធ្វើការចាប់អារម្មណ៍ផងដែរចំពោះដំណើរការនិងទម្រង់ពិភាក្សានៃអង្គសន្និបាតដែលក្នុងនោះឯកឧត្តមបញ្ញារដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិគឺបានដឹកនាំបទពិភាក្សាដោយផ្ទាល់ជាមួយសមាជិកសមាជិកាអង្គសន្និបាតរយៈពេល1ថ្ងៃកន្លះអាដាមលោកជំទាវលោកស្រីនិងអង្គពិធីបរិបទនៃសកលលោកនាបច្ចុប្បន្ននេះបានកំពុងនឹងស្ថិតនៅក្នុងសភាពមួយប្រកបដោយហានិភ័យផុយស្រួយមិនប្រកបវិជានិងពិបាកស្មានដែលញោមញីទៅដោយសង្គ្រាមចំនួនតាមតំបន់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹងនិងការបន្តធ្លាក់ចុះនៅសណ្ដាប់ធ្នាប់ពិភពលោកដែលនិន្នាការទាំងនេះបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ក្របខ័ណ្ឌនយោបាយសន្តិសុខសេដ្ឋកិច្ចស្ថានភាពមិនអំណោយផលទាំងនោះមិនត្រឹមតែបានបន្តិចបង្អាក់និងคล้ายជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កជាឱកាសដល់ក្រុមអក្រិតជនក្នុងការបង្កើនសកម្មភាពពង្រីកបណ្ដាញអក្រិតកម្មនិងបង្កើតចេញនូវយុទ្ធសាស្ត្រកលល្បិចថ្មីក្នុងការប្រព្រឹត្តបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី
និងមិនប្រពៃណីរួមទាំងបទល្មើសគ្រឿងញៀនផងដែរសមរភូមិគ្រឿងញៀនតាមបណ្ដាប្រទេសនានានៅលើសកលលោកមិនទាន់បានបង្ហាញសញ្ញាណថមថយនៅឡើយជាក់ស្ដែងនៅតំបន់អាមេរិកឡាទីនវិបត្តិគ្រឿងញៀនបានคล้ายទៅជាសង្គ្រាមនិងចំនួនប្រដាប់អាវុធយ៉ាងវឹកវររវាងសមត្ថកិច្ចនិងក្រុមអក្រិតជនបង្កជាចលាចលនិងសោកនាដកម្មធ្ងន់ធ្ងរក្នុងសង្គមនិន្នាការវិជ្ជមាននិងសភាពការដ៏សែនអាក្រក់ថ្នាក់ទាំងនេះក៏បានបង្កជាឥទ្ធិពលដល់តំបន់រួមទាំងប្រទេសកម្ពុជាផងដែរដោយកន្លងទៅសកម្មភាពប៉ុនប៉ងចរាចរណ៍គ្រឿងញៀនឆ្លងកាត់តាមផ្លូវគោកផ្លូវទឹកផ្លូវអាកាសនិងបញ្ញាប្រៃសណីការលបលួចកែច្នៃផលិតនិងការផ្សារភ្ជាប់បទល្មើសគ្រឿងញៀនជាមួយនឹងបទល្មើសនៃអក្រិតជនដែលមានការចាត់តាំងអង្គការចាត់តាំងនៅតែបន្តកើតមានបើទោះជាសមត្ថកិច្ចខិតខំចាត់វិធានការបង្ការទប់ស្កាត់បង្ក្រាបជាប់ជាប្រចាំយ៉ាងណាក៏ដោយការបន្តដាក់ចេញនៅផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី11ការដាក់ចេញនៅបទបញ្ជាលេខ01បបស្ដីពីការដាក់ចេញវិធានការមើងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិនិងបទបញ្ជាលេខ02បបស្ដីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូលចែកចាយលក់ការផ្សាយពាណិជ្ជកម្មប្រើប្រាស់កាន់កាប់ការផលិតនិងការស្តុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាការជំរុញការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពសង្កាត់មានសុវត្ថិភាពនិងការលើកកម្ពស់ចលនាជាតិនិងស្មារតីរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសសុទ្ធតែជាសក្ខីភាពបង្ហាញឲ្យឃើញពីការឆ្លើយតបយ៉ាងមោះមុតឥតរាថយរបស់រាជរដ្ឋាភិបាលសម្ដៅធ្វើយ៉ាងណាកាត់បន្ថយឲ្យបានជាអតិបរមានៃផលប៉ះពាល់និងបច្ច័យអវិជ្ជមានទាំងនេះជាមួយគ្នានេះខ្ញុំសូមធ្វើការឯកភាពទាំងស្រុងចំពោះទិសដៅការងារទាំង6ដែលអង្គសន្និបាតបានដាក់ចេញសម្រាប់ជាទិសដៅអាទិភាពដែលរួមមានការងារផ្សព្វផ្សាយអប់រំការងារអនុវត្តច្បាប់ការងារបន្សាបព្យាបាលនិងស្ដារនីតិសម្បទាការងារគ្រប់គ្រងសារធាតុគីមីផ្សំការងារសហប្រតិបត្តិការអន្តរជាតិនិងការអនុវត្តគោលការណ៍សម្អាតផ្ទះនិងសម្អាតច្រកចេញពីបឹងដែលខ្ញុំមានជំនឿយ៉ាងមុតមមថាការងារអាទិភាពទាំង6នេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់នៅក្នុងការកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជាដើម្បីឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអនុវត្តទិសដៅអាទិភាពទាំង6នេះបានដោយជោគជ័យនិងអាចសម្រេចបាននូវគោលដៅពិសិដ្ឋនៅក្នុងការកាត់បន្ថយនិងឈានទៅការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជាខ្ញុំសូមផ្ដល់អនុសាសន៍ណែនាំមួយចំនួនដូចតទៅទី1អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបន្តជំរុញចលនាជាតិនិងស្មារតីរួមទូទាំងប្រទេសក្នុងការបន្តចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នាទី2ត្រូវបន្តគៀកការចូលរួមពីគ្រប់វិស័យជាពិសេសវិស័យដែលមានឥទ្ធិពលដូចជាសិល្បៈកីឡាសាសនាទេសចរណ៍និងកំសាន្តដើម្បីបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀនសម្ដៅធ្វើយ៉ាងណាឲ្យពលរដ្ឋទាំងមូលជាពិសេសយុវជនយុវនារីដែលជាទំពាំងស្នងឫស្សីមានជំនឿខ្លួនឯងថាខ្លួនមិនធ្លាក់នៅក្នុងអំឡុងនៃគ្រឿងញៀនជាដាច់ខាតវិធានការបង្ការទប់ស្កាត់នេះត្រូវតែជាវិធានការចម្បងដើម្បីកាត់ផ្តាច់នៅទីផ្សារប្រើប្រាស់នៅកម្ពុជាបង្វែរគោលដៅក្រុមអក្រិតជនគ្រឿងញៀនចេញពីប្រទេសកម្ពុជានិងរក្សាកម្ពុជាជាកន្លែងសុវត្ថិភាពគ្មានគ្រឿងញៀនទី2គ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមស្ថាប័នរៀងៗខ្លួនដោយត្រូវបង្កើតឲ្យមានជាយន្តការអាចជាគណៈកម្មការឬក្រុមការងារដើម្បីដឹកនាំសម្របសម្រួលការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងស្ថាប័ននីមួយៗការបង្កើតគណៈកម្មការឬក្រុមការងារតាមក្រសួងស្ថាប័ននីមួយៗគឺអាចបង្កលក្ខណៈតាមដានអប់រំមន្ត្រីជាប់ជាប្រចាំដែលងាយស្រួលក្នុងការសហការជាមួយអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបញ្ជ្រាបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅតាមវិស័យនីមួយៗព្រមទាំង
សម្របសម្រួលដល់ការអនុវត្តបទបញ្ជាសូត្រមួយគោលការណ៍សម្បត្តិចកចេញពីបឹងផងដែរទី3ស្ថាប័នអនុវត្តច្បាប់ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបន្តពង្រឹងនិងពង្រីកសមត្ថភាពខិតខំស្រាវជ្រាវស៊ើបអង្កេតបើកការតស៊ូករណីបង្កើនសភាពការបង្ក្រាបឲ្យដល់ឫសគល់និងមេខ្លោងព្រមទាំងពន្លាតដល់បទល្មើសសម្បត្តិប្រាក់ចំពោះរាល់បទល្មើសគ្រឿងញៀនដែលរួមមានការនាំចូលចែកចាយប្រើប្រាស់រក្សាទុកចរាចរណ៍និងកែច្នៃផលិតព្រមទាំងត្រូវការពាររារាំងមិនឲ្យមានវត្តមានបណ្ដាញក្រុមអក្រិតជនគ្រឿងញៀនបរទេសនៅកម្ពុជាជាដាច់ខាតលើពីនេះក្រសួងយុតិធម៌ត្រូវបន្តយកចិត្តទុកដាក់តាមដានលើកិច្ចករណីផ្ដន់ទាទោសអក្រិតជនគ្រឿងញៀនឲ្យបានធ្ងន់ធ្ងរនិងយុត្តិធម៌បំផុតជៀសវាងឲ្យមានការដោះលែងអក្រិតជនដែលពាក់ព័ន្ធនឹងគ្រឿងញៀនឬការបន្ថយទោសទី4គណៈបញ្ជាការឯកភាពរាជធានីខេត្តត្រូវមានភាពម្ចាស់ការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងការងារផ្សព្វផ្សាយអប់រំនិងការងារអនុវត្តច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយសារតែកន្លងមកទៅការងារផ្សព្វផ្សាយអប់រំភាគច្រើនធ្វើឡើងពីថ្នាក់ជាតិនិងមូលដ្ឋានមួយចំនួនក៏កំពុងសកម្មនិងការងារបង្ក្រាបការប្រើប្រាស់តាមសហគមន៍នៅឡើយដូច្នេះខ្ញុំសូមធ្វើការណែនាំអាដាមលោកជំទាវអភិបាលគណៈអភិបាលរាជធានីខេត្តទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការងារនេះដោយភាពម្ចាស់ការនិងក្រោមស្មារតីទទួលខុសត្រូវនឹងត្រូវរៀបចំយន្តការក្រុមការងារនិងមន្ត្រីបង្គោលទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានគ្រប់ថ្នាក់តាំងពីស្រុកខណ្ឌឃុំសង្កាត់រហូតដល់ភូមិទី5ខ្ញុំសូមធ្វើការណែនាំដល់អាដាមលោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តអភិបាលនៃគណៈបាលរាជធានីខេត្តទាំងអស់ត្រូវជំរុញឲ្យប្រជាពលរដ្ឋមូលដ្ឋានទាញយកនិងប្រើប្រាស់ឲ្យបានទូលំទូលាយនៅកម្មវិធីទូរស័ព្ទដៃ App No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីទទួលបានសារអប់រំមេរៀននិងសារព័ត៌មាននិងជាពិសេសដើម្បីរាយការណ៍ដោយសម្ងាត់ពីបទល្មើសគ្រឿងញៀនក្នុងសហគមន៍ឈានទៅដល់ការបង្ក្រាបទាន់ពេលនិងប្រសិទ្ធភាពកន្លងទៅខ្ញុំក៏សូមកោតសរសើរដល់ក្រុមការងារ App No Drug នេះដែលកន្លងមកបានទទួលសំណូមពរពីពលរដ្ឋជាង 6,000 ករណីនិងដោះស្រាយបានទៅដល់ 93% ដែលជាការទទួលបាននៅទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋដូច្នេះខ្ញុំសូមអំពាវនាវឲ្យមានការប្រើប្រាស់កម្មវិធីនេះបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋមូលដ្ឋានយើងចូលរួមជាមួយសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទី6ក្រសួងសុខាភិបាលក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវផ្ដល់កិច្ចសហការពេញលេញជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងការបង្កើនគុណភាពនិងប្រសិទ្ធភាពនៃការបន្សាបព្យាបាលស្ដារនីតិសម្បទានិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀនតាមមជ្ឈមណ្ឌលរដ្ឋនិងឯកជនដែលក្នុងនោះត្រូវខិតខំរិះរកវិធីសាស្ត្រព្យាបាលថ្មីបន្ថែមទៀតអនុវត្តនៅនិយមប្រតិបត្តិ SOP និងសហការបញ្ចូលទិន្នន័យគ្រឿងញៀនតាមមជ្ឈមណ្ឌលនិងសហគមន៍ដើម្បីមានផែនការច្បាស់លាស់សម្រាប់ការធ្វើសមាហរណកម្មចូលក្នុងសង្គមផងដែរទី7អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបន្តពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេពហុភាគីនិងទាំងក្នុងតំបន់និងសកលលោកដើម្បីផ្លាស់ប្តូរព័ត៌មានសភាពការបទពិសោធន៍និងជំនាញបច្ចេកទេសក្នុងគោលបំណងរួមជាធ្លុងមួយនៅក្នុងការកាត់ផ្តាច់ចរន្តនៃក្រុមអក្រិតជនគ្រឿងញៀនអន្តរជាតិឆ្លងដែនបន្ថែមពីនេះរដ្ឋបាលខេត្តជាប់ព្រំដែនត្រូវគិតគូរពង្រឹងយន្តការការិយាល័យទំនាក់ទំនង BLO ដោយត្រូវមានរៀបចំស្នាក់ការត្រឹមត្រូវមន្ត្រីទទួលបន្ទុកការងារច្បាស់លាស់និងរបៀបរបបការងារម៉ត់ចត់នៅក្នុងការងារទំនាក់ទំនងជាមួយប្រទេសជិតខាងសម្ដៅធ្វើយ៉ាងណាទប់ស្កាត់និងបង្ក្រាបទាន់ពេលចំពោះរាល់បទល្មើសនៃការចរាចរណ៍គ្រឿងញៀន
សារធាតុគីមីផ្សំនិងអក្រិតជនគ្រឿងញៀនឆ្លងកាត់តាមព្រំដែនអាដាមលោកជំទាវលោកស្រីនិងអង្គពិធីជាមួយនឹងអាសាសកលឹះដែលខ្ញុំដាក់ចេញខាងលើរួមជាមួយនឹងទិសដៅអធិភាពទាំង6របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺពិតជាមានសន្តិភាពនិយមយ៉ាងមុតមមថាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើងនឹងកាន់តែទទួលបានផ្លែផ្កាជាច្រើននៅពេលខាងមុខហើយនេះគឺជាការបដិញ្ញាចិត្តរបស់អាជ្ញាធរក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធរបស់យើងហើយក្នុងថ្ងៃនេះខ្ញុំសូមមានចំណាប់អារម្មណ៍លើប្រធានបទ1 2បាទព្រោះឥឡូវមិនសូវបានចេញតាមកម្មវិធីអញ្ចឹងមិនសូវមានពេលបកស្រាយអញ្ចឹងធ្វើឲ្យពាក្យជាច្រើនតាមបណ្ដាសង្គមចេះតែនេះទៅឥឡូវបាទអញ្ចឹងមានប្រធានបទមួយចំនួនដែលយើងចង់បញ្ជាក់ពាក់ព័ន្ធជាមួយនឹងស្ថានភាពដែលកើតនៅក្នុងប្រទេសក៏ដូចជាស្ថានភាពដែលកើតក្រៅប្រទេសពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋរបស់យើងជាពិសេសនៅមជ្ឈមបូព៌ាគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងនោះទី1ប្រធានបទប្រឆាំង scam online បាទប៉ុន្តែរឿង scam online រឿងគ្រឿងញៀនរឿងលាងសម្អាតប្រាក់រឿងជួញដូរមនុស្សវាប្រតិកលាគ្នាថ្ងៃនេះយើងលើកប្រធានបទរឿងគ្រឿងញៀនហើយគ្រឿងញៀននេះខ្ញុំបាននៅក្នុងសន្ទរកថាក៏ដូចជាប្រជុំ2ថ្ងៃហើយគឺមានការបដិញ្ញាចិត្តនិងវិភាគពីចំណុចខ្លាំងចំណុចខ្សោយអស់ហើយខ្ញុំឯកភាពនឹងគ្រប់គ្រងទាំងស្រុងហើយក៏សូមលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធក្រសួងមហាផ្ទៃគណៈស្នងការនគរបាលជាតិសមត្ថកិច្ចពាក់ព័ន្ធអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀនបន្តធ្វើកិច្ចការងារនេះព្រោះរឿងនេះគឺជារឿងសំខាន់ពាក់ព័ន្ធជាមួយនឹងសង្គមសេដ្ឋកិច្ចរបស់យើងពាក់ព័ន្ធជាមួយនឹងយុវជនរបស់យើងដែលជាអនាគតរបស់ជាតិរបស់យើងអញ្ចឹងកិច្ចការទាំងអស់នេះគឺខ្ញុំសូមធ្វើការកោតសរសើរនិងសូមលើកទឹកចិត្តដើម្បីបន្តជំរុញបន្ថែមទៀតហើយនេះគឺជាការបដិញ្ញាចិត្តធ្វើមិនមែនដើម្បីសម្រាប់តែរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយដើម្បីបានថាជា check list មួយថាបានធ្វើហើយទេប៉ុន្តែធ្វើដើម្បីប្រទេសជាតិអនាគតរបស់យើងទាំងអស់គ្នារឿងនេះយើងដឹងហើយប្រទេសយើងកំពុងឆ្លងកាត់នៅដំណាក់កាលដែលលំបាកប្រឈមជាច្រើនដែលទាមទារឲ្យយើងអាចថាបញ្ហាខ្លះធ្វើយើងឲ្យរបួសប៉ុន្តែវាទាមទារឲ្យយើងមិនត្រូវអង្គុយទៅនឹងហើយដេកអានៀលទៅនឹងដោយសារខ្ញុំរបួសជើងជប់ទៅលេងមុខលែងរួចរកស៊ីអីលែងកើតដេកស្លាប់ទៅនឹងនោះទេតែផ្ទុយទៅវិញវាត្រូវឲ្យយើងពង្រឹងខ្លួនយើងតាមរយៈទី1ការសម្អាតនៅអ្វីដែលជាចំណុចខ្សោយរបស់យើងទី2ពង្រឹងអ្វីដែលជាចំណុចខ្លាំងរបស់យើងអានេះត្រូវធ្វើក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាដែលយើងត្រូវសម្អាតដោយជាការបដិញ្ញាចិត្តរបស់អាជ្ញាធរនេះតែយើងត្រូវធ្វើបញ្ហា scam online ក៏ជាបញ្ហាដែលត្រូវសម្អាតផ្ទះយើងដែរបាទបញ្ហានេះខ្ញុំសូមបញ្ជាក់ជូនអង្គប្រជុំក៏ដូចជាប្រជាពលរដ្ឋដែលមើលទៅតាមផ្ទះឬមួយក៏តាមប្រព័ន្ធផ្សព្វផ្សាយការងារបង្ក្រាបទប់ស្កាត់ scam online មិនមែនជារឿងថ្មីសម្រាប់រដ្ឋាភិបាលទេប៉ុន្តែមានការចាប់អារម្មណ៍នៅក្នុងយុទ្ធនាការប្រមាណអាទិត្យទេប៉ុន្តែរឿងនេះគឺយើងបានធ្វើតាំងពីអាណត្តិមុននោះចុងអាណត្តិមុនសម្ដេចកលាហោមបង្កើតក្រុមការងារពិសេសចាត់ចែងដឹកនាំតាមគោលការណ៍របស់សម្ដេចតេជោដើម្បីចាប់ផ្ដើមអនុវត្តទៅលើការប្រតិបត្តិកាស៊ីណូអនឡាញឬល្បែងអនឡាញកិច្ចការនោះត្រូវបានបន្តរហូតដល់ដើមអាណត្តិនេះក្រសួងស្នូលទទួលកិច្ចការងារនេះគឺក្រសួងមហាផ្ទៃដែលបានដឹកនាំកិច្ចការងារនេះពីដើមអាណត្តិបានធ្វើការងារជោគជ័យច្រើនតាមរយៈការបង្កើតក្រុមការងារពិសេសដឹកនាំដោយអាដាមសុកផលក្រុមការងារអន្តោប្រវេសន៍ក្រុមការងារអគ្គស្នងការនគរបាលជាតិរឿង scam online រឿងសន្តិសុខសវត្ថិភាពសង្គមរឿងគ្រឿងញៀនរឿងអីនេះវាប្រតិកលាគ្នានៅក្នុងការទទួលខុសត្រូវរួមរបស់យើងមិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ក្រសួង
មហាផ្ទៃព្រោះក្រសួងមហាផ្ទៃជាក្រសួងគោលមែនជាក្រសួងស្នូលដែលទទួលបន្ទុកលើរឿងបញ្ហាសន្តិសុខសង្គមប៉ុន្តែវាជាកាតព្វកិច្ចទាំងអស់របស់យើងទាំងអស់គ្នារួមទាំងប្រជាពលរដ្ឋផងឧទាហរណ៍រឿងគ្រឿងញៀននិយាយចឹងគេថាបន្ទោសប្រជាពលរដ្ឋខ្ញុំមិនបន្ទោសប្រជាពលរដ្ឋទេប៉ុន្តែប្រជាពលរដ្ឋក៏មានកាតព្វកិច្ចក្នុងការចូលរួមទី1កុំប្រឡូកជាមួយវាចូលរួមទី2អប់រំណែនាំកូនចៅកុំឲ្យប្រឡូកជាមួយវាខ្លួនឯងកុំប្រឡូកជាមួយវាទី3ជួយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងការបង្ក្រាបវានេះគឺជាកិច្ចការងាររួមអញ្ចឹងនៅក្នុងដើមអាណត្តិរហូតដល់ដើមឆ្នាំ2025គឺយើងមានយន្តការនេះបានដឹកនាំអនុវត្តជោគជ័យឲ្យដំសន្ធិអភិសន្ធិបណ្ឌិតបានដឹកនាំកិច្ចការងារតាមរយៈយន្តការពិសេសឲ្យដំសុខផលបូកជាមួយនឹងអគ្គស្នងការនគរបាលជាតិសហការជាមួយដៃគូយើងច្រើនប្រទេសយើងបានធ្វើបាទប៉ុន្តែសួរថាវាអស់ទេអត់អស់ទេវានៅមានយើងត្រូវទទួលស្គាល់ការពិតអញ្ចឹងហើយបានជានៅដើមឆ្នាំ2025នេះយើងបានបង្កើតជាគណៈកម្មការចំពោះកិច្ចដឹកនាំប្រយុទ្ធប្រឆាំងជាមួយនឹងការឬ scam online ឬក៏ហៅថាបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលក្នុងនោះមាននាយករដ្ឋមន្ត្រីជាប្រធានបន្ទាប់មកយើងមានក្រសួងស្ថាប័នពាក់ព័ន្ធច្រើនមានក្រសួងការពារជាតិក្រសួងយុតិធធម៌ក្រសួងការបរទេសក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយក្នុងនោះមានក្រសួងបច្ចេកវិទ្យាក្រសួងអាដាមជីវ៉ាន់ដេតក្រសួងអាដាមកែវរតនៈរ៉ែនឹងធម្មពលព្រោះត្រូវការកាត់ភ្លើងត្រូវការកាត់ទឹកពេលខ្លះវិធានក្រសួងមានទាំងធនាគារជាតិព្រោះរឿងនេះវាមិនមែនតែពាក់ព័ន្ធតែរឿង scam បោកវាតាក់ទងសម្អាតប្រាក់ឬមួយអីផ្សេងទៀតហើយមានស្ថាប័នជាច្រើនរាជធានីខេត្តចូលរួមជាមួយថាភួរបង្កើតដើម្បីអីទី1បង្ហាញអំពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទទួលស្គាល់ថាបញ្ហា scam online នេះគឺជាបញ្ហាដែលត្រូវរួមកម្លាំងគ្នាជួយទៅដល់ក្រសួងស្ថាប័នជាពិសេសក្រសួងបាបទៅរួមគ្នាធ្វើមិនមែនជាកិច្ចការតែមួយបកគលឲ្យការតែរួមគ្នាធ្វើហេតុអីបានជាត្រូវការប្រើកម្លាំងដាក់ក្រសួងការពារជាតិនៅក្នុងនឹងព្រោះពេលខ្លះត្រូវប្រើប្រាស់កម្លាំងកងទ័ពដើម្បីជួយគ្រប់គ្រងមិនមែនបានន័យថាព្រោះក្នុងកងទ័ពនឹងមានកងរាជអាវុធហត្ថមានកម្លាំងស៊ុបខេត្តកម្លាំងកងពលកម្លាំងអីព្រោះពេលខ្លះកម្លាំងនគរបាលជាតិប្រតិបត្តិការកន្លែងខ្លះអត់នេះទេប៉ុន្តែយើងមិនយកទៅហ៊ានទៅបាញ់យឺមើលតម្លាក់គ្រាប់បែកលើកន្លែង scam ទេបាទកម្ពុជាអត់ធ្វើចឹងទេបាទរឿងពាក់ព័ន្ធជាមួយនឹង scam គឺជារឿងអនុវត្តច្បាប់យើងអនុវត្តអត់មែនយកកំភ្លើងទៅបាញ់យកគ្រាប់បែកទៅតម្លាក់ព្រមកំភ្លើងផ្លោងដាក់ទេតែយើងសហការកម្លាំងអនុវត្តច្បាប់នៅតែជាកម្លាំងនគរបាលជាតិកម្លាំងរាជអាវុធហត្ថប៉ុន្តែពេលខ្លះត្រូវការកម្លាំងគ្រប់គ្រងចង្កាលវាធំវារីកត្រូវការព្រោះកងរាជអាវុធហត្ថនិងនគរបាលជាតិអត់មានប្រើប្រាស់តែសម្រាប់អនុវត្តឬមួយទៅចាំកន្លែង scam ទេក្រោយពីបង្ក្រាបបិទគប់ព្រោះគាត់ត្រូវធ្វើការងារស្នូលច្រើនទៀតសន្តិសុខសង្គមនៅតាមភូមិឃុំជាប្រចាំចរាចរណ៍អីផ្សេងអញ្ចឹងអ្វីដែលខ្ញុំលើកនោះគឺថាការរៀបចំគណៈកម្មការចំពោះកិច្ចនៅដើមឆ្នាំ2025គឺដើម្បីបង្កើននៅបង្ហាញអំពីសុឆន្ទៈនិងការប្រមូលផ្ដុំទុនធានដើម្បីធ្វើការទទួលខុសត្រូវការមុនមាន2ថ្នាក់ពីមុនគឺមានរាជធានីខេត្តបន្ទាប់មកយើងមានមហាផ្ទៃដែលមានក្រុមការងារនិងអគ្គស្នងការធ្វើការឥឡូវយើងមាន3ផ្នែក3ថ្នាក់សួរថាតើដើមការងារគ្នាទេអត់ទេភារកិច្ចនឹងការទទួលខុសត្រូវគឺនៅរាជធានីខេត្តអត់មានចាំបញ្ជាពីកណ្ដាលឲ្យធ្វើទេការងារត្រូវធ្វើស្វ័យប្រវត្តិហើយថ្នាក់រាជធានីខេត្តបានដឹងហើយទទួលខុសត្រូវសិទ្ធិនឹងការទទួលខុសត្រូវបាទហើយក៏បានធ្វើកន្លងទៅហើយនេះហើយខ្ញុំក៏សូមអរគុណណាស់ចំពោះរាជធានីខេត្តដែលក្នុងរយៈពេលជាច្រើននេះបានធ្វើកិច្ចការងារជាប់ជាប្រចាំហើយសូមបន្តធ្វើតទៅទៀតបាទ
សម្អាតផ្ទះយើងប្រទេសមួយស្អាតតតែរាជធានីខេត្តស្អាតរាជធានីខេត្តស្អាតតតែស្រុកក្រុងស្អាតស្រុកក្រុងស្អាតតតែឃុំសង្កាត់ស្អាតអញ្ចឹងគឺតាទទួលខុសត្រូវជាឋានានុក្រមបាទអញ្ចឹងរឿង scam online នេះហើយក៏យើងបានប្រជុំច្រើនដងទៅហើយទើបថ្ងៃនេះខ្ញុំនិយាយជាសាធារណៈទៅចុះបាទថ្ងៃមុនសម្ភាសជាមួយនឹងទូបរទេសមួយយើងនិយាយច្រើនដល់គេយកទៅកាត់ប្រហែលជា 10% យកមកចឹងមិនថាឥឡូវនិយាយឲ្យណែនឲ្យពេញតែម្ដងអំពីបញ្ជាក់ថាតើរាជរដ្ឋាភិបាលពេលដែលខ្ញុំធ្វើសម្ភាសអ្នកកសែត2នាក់សួរខ្ញុំថាហេតុអីបានជារដ្ឋាភិបាលកម្ពុជាពីមុនមិនធ្វើអីទុកឲ្យវារីកហើយទុកមកខែនឹងមកធ្វើបានខ្ញុំប្រាប់រឿងនេះមិនមែនរឿងចាស់ទេរឿងដែលយើងធ្វើជាប់ជាប្រចាំរឿងដែលបានធ្វើហើយយន្តការតលតែប្រាប់គាត់ទៅបានគាត់ដឹងថាអូយើងមានយន្តការតាំងពីចុងអាណត្តិមានទាំងធ្វើការងារច្រើនបាទច្រើនកន្លែងដែលយើងបានធ្វើអញ្ចឹងអ្វីដែលយើងត្រូវធ្វើតទៅទៀតកិច្ចការងារនេះទាមទារការទទួលខុសត្រូវទី1ខ្សែទី1គឺគណៈអភិបាលរាជធានីខេត្តគួយនៅកន្លែងនោះមកជុំបាទថ្ងៃនេះមកខេត្តសិនអ្នកបដិញ្ញាចិត្តឲ្យបានធ្វើមែនប៉ុន្តែកិច្ចការងារនេះហើយក៏មានស្នងការរាជធានីខេត្តមកចូលរួមមានអាវុធហត្ថមានកងកម្លាំងដែលយើងធ្វើអញ្ចឹងខ្ញុំសូមអរគុណណាស់ចំពោះយន្តការដែលយើងបន្តបានអនុវត្តកន្លងមកទេសំណួរសួរថាតើកិច្ចការងារនេះធ្វើដល់ពេលណាម្សិលមិញខ្ញុំទៅសម្ពោធខ្ញុំទៅបើកវេទិកាធុរកិច្ចអាស៊ានហើយនៅក្នុងសន្ទរកថាក៏មានថាការបដិញ្ញាចិត្តនេះធ្វើឲ្យបានដល់ចូលឆ្នាំ2026អញ្ចឹងក៏មានការបកស្រាយហើយមានអ្នកខ្លះរហូតទៅដល់ថាទ្រាំទៅគេធ្វើតែមកចូលឆ្នាំទេបាទក្រោយចូលឆ្នាំគឺចប់ហើយខ្ញុំសូមបញ្ជាក់អត់ទេកិច្ចការងារគឺយើងធ្វើជាប់ជាប្រចាំយើងសម្អាតមិនមែនយើងបង្ក្រាបទេបាទពាក្យថាបង្ក្រាបមានករណីយើងទៅបង្ក្រាបតែនេះគឺយើងបោះសម្អាតបង្ក្រាបឲ្យសម្អាតឲ្យថែឲ្យស្អាតកុំឲ្យប្រទេសយើងคล้ายទៅជាមានប្រឡាក់ជាប់នៅរឿង scam online ដែលជាបញ្ហាវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចសង្គមរបស់យើងនេះគឺជាការបដិញ្ញាចិត្តហើយយើងនឹងបន្តធ្វើជាមួយគ្នាតទៅទៀតបាទនេះគឺជាអ្វីដែលយើងធ្វើលទ្ធផលយ៉ាងណាបងប្អូនអាចអង្គុយសង្ស័យខ្ញុំអត់បន្ទោសទេអង្គុយគិតអង្គុយអីយើងអត់មានពេលទៅបង្ហាញទេតើតែលទ្ធផលជាក់ស្ដែងយើងនឹងបង្ហាញតែម្ដងប៉ុន្តែអ្វីដែលខ្ញុំបញ្ជាក់ថ្ងៃនេះគឺជាការបដិញ្ញាចិត្តរបស់យើងគឺនឹងអនុវត្តរហូតជាប់ជាប្រចាំដើម្បីកុំឲ្យបញ្ហានេះវាប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិរបស់យើងប៉ះពាល់ទៅដល់ការយល់ខុសពីប្រទេសរបស់យើងប៉ុន្តែបញ្ហា scam online នេះមិនមែនជាបញ្ហាកម្ពុជាតែមួយទេបាទបើយើងមើលនៅក្នុងតំបន់នៅក្នុងលើពិភពលោកវាមានច្រើនកន្លែងខ្ញុំមិនដៅប្រទេសណាទេរឿងរបស់គេអ្វីដែលសំខាន់គឺយើងផ្ដោតតែលើកម្ពុជាសំណួរសួរថាកម្ពុជាមានអត់យើងត្រូវទទួលស្គាល់ថាមានសួរថាកម្ពុជាបានធ្វើកិច្ចការងារសម្រាប់បោសសម្អាតវាបង្ក្រាបវាទេយើងបានធ្វើសួរថាអស់ឬនៅយើងត្រូវទទួលស្គាល់ថាមិនទាន់អស់ទេហើយយើងត្រូវទទួលស្គាល់ថាយើងត្រូវខិតខំតទៅទៀតដាក់ទិសដៅព្រោះរឿង scam មិនមែនជារឿង business ឬមួយធុរកិច្ចប្រភេទមួយដែលពាក់ព័ន្ធតែរឿងក្នុងប្រទេសទេរឿងក្មេងជំទង់វាយគ្នាក្មេងស្ទៀវវាយគ្នាអានឹងវាពាក់ព័ន្ធតែនៅក្នុងកន្លែងយើងទេបើវាយគ្នានៅតកែវវាបកកតែអសន្តិសុខនៅតកែវវាអត់ប៉ះពាល់រាជធានីទេបើវាយគ្នាកុំនិយាយថាតកែវមកអត់ទេតកែវនឹងឲ្យទៅចេះតែឲ្យសំបីអ្នកបើកឡានក៏សួយដែរ
គេថាមានពេលមួយអ្នកបើកឡានតកែវតទៅពាក់មួកសុវត្ថិភាពចេះតែប្រអាប់ទៅតែរឿងនេះវាប្រតិកលាដោយសារការប្រព្រឹត្តនៅកម្ពុជាវាពាក់ព័ន្ធនឹងជនរងគ្រោះនៅក្រៅប្រទេសបាទអញ្ចឹងបានខ្ញុំចេះតែថាពេលខ្លះយើងវានេះដែរកន្លែងយើងផ្ទះយើងត្រូវជនបរទេសមួយចំនួនមកប្រើប្រាស់ដើម្បីឆោបបោកជនបរទេសតែទៅជាប់ទៅកម្ពុជាប៉ុន្តែយើងក៏ទទួលមិនមែនថាយើងអត់កំហុសទេដល់ថាយើងត្រូវពង្រឹងច្បាប់ពង្រឹងការអនុវត្តកុំឲ្យគេមកយកផ្ទះយើងទៀតឲ្យគេទៅយកណាភ្លេងយកទៅកុំឲ្យតទៅទៀតអញ្ចឹងអ្វីដែលសំខាន់គឺការខិតខំប្រឹងប្រែងនិងការទទួលនិងការអនុវត្តបន្តទៀតរបស់យើងហើយរឿងនេះខ្ញុំសូមឲ្យមានការចូលរួមពីប្រជាពលរដ្ឋទី1ការទទួលខុសត្រូវថ្នាក់ទី1គឺអាជ្ញាធររាជធានីខេត្តគណៈជាការរាជធានីខេត្តទី2គឺយើងមានយន្តការមហាផ្ទៃដដែលដែលមានក្រុមការងារតាអគ្គស្នងការអីទី3យើងមានគណៈកម្មការចំពោះកិច្ចហើយយើងមានការបែងចែកភារកិច្ចគ្នាច្បាស់លាស់អត់ទៅដដើមការងារទេខ្សែត្រៀមទី1សិទ្ធពេញនឹងការទទួលខុសត្រូវពេញគឺនៅតែគណៈបញ្ជាការរាជធានីខេត្តបាទអញ្ចឹងក៏មានការសំណួរតែពេលណាដែលត្រូវធ្វើមិនធ្វើខ្លាចអត់មានបទបញ្ជាទេឲ្យសិទ្ធធ្វើគឺធ្វើតែម្ដងហើយអនុវត្តទៅបាទកិច្ចការងារនេះខ្វះខាតពីកដាលទៅជួយអាចថាពីថ្នាក់អគ្គស្នងការនគរបាលដែលយើងបានប្រតិបត្តិមកជំហាននៅកន្លែងខ្លះចំនួនពេលខ្លះទៀតត្រូវមានការសម្របសម្រួលពីខាងលើបាទនេះគឺជាការរៀបចំយន្តការក្នុងការអនុវត្ត3ថ្នាក់របស់យើងទី2ការអនុវត្តបន្តទៅទៀតនេះមិនត្រឹមតែប្រតិបត្តិការទេឥឡូវយើងកំពុងតែរៀបចំច្បាប់ប្រឆាំង scam online ច្បាប់នេះនឹងចងកាតព្វកិច្ចមួយចំនួនម្ចាស់ទីតាំងក៏ទទួលខុសត្រូវដែរទៅថ្ងៃក្រោយកុំថាខ្ញុំជួលផ្ទះអត់ដឹងបាទវាមានលក្ខខណ្ឌរបស់វាត្រូវគិតគូរអ្នកដើរប្រមូលគេគៀកោគេមកធ្វើការនៅនឹងក្នុងរូបភាពណាមួយក៏ទទួលខុសត្រូវដែរទៅប្រឈមដើម្បីយើងរួមគ្នាមានការចូលរួមទាំងអស់បាទបើមិនអញ្ចឹងទេយើងអត់មានប្រសិទ្ធភាពនៅមានកម្រិតនិងនិរន្តរភាពមានកម្រិតប៉ុន្តែមានខ្ញុំមើលតាមប្រព័ន្ធសេដ្ឋកិច្ចខ្ញុំមើលតាមប្រព័ន្ធសង្គមថាដឹងវាធ្វើឲ្យខាតសេដ្ឋកិច្ចរបស់យើងវាប៉ះពាល់ដល់បងប្អូនមួយចំនួនធ្វើការប្រាក់ខែច្រើនវាប៉ះពាល់ដល់ការលក់ដូរមួយចំនួនរឿងកាលកលេយើងជុលឥឡូវសេដ្ឋកិច្ចវាមាន3ពណ៌ទី1សេដ្ឋកិច្ចពណ៌ខ្មៅគឺការឆោបបើកផ្ទាល់រួមទាំងសកម្មភាពដែលពាក់ព័ន្ធជាមួយវាបង្កើតភាគច្រើនមិនមែនកម្ពុជាទេគឺជាអ្នកដែលបរទេសទី2សេដ្ឋកិច្ចប្រភេទសេដ្ឋកិច្ចប្រភេទគឺអ្នកដែលបានផលឧទាហរណ៍អ្នកជួលផ្ទះឥឡូវឧទាហរណ៍ខេត្តខ្លះកាលមុន500ជួលបានលើគេហ៊ានឲ្យ10000អ្នកប្រកបរបរបើករថយន្តគាត់បានផលគាត់អត់មានធ្វើអីខុសទេគាត់ទៅធ្វើការធម្មតារបស់គាត់គ្រាន់តែអ្នកដែលប្រើប្រាស់សេវារបស់គាត់នឹងគឺគាត់ធ្វើសេដ្ឋកិច្ចក្បាលទី3គឺសេដ្ឋកិច្ចពណ៌សសេដ្ឋកិច្ចពណ៌សយើងសំដៅទៅលើទេសចរទៅលើកសិកម្មទៅលើឧស្សាហកម្មទៅលើវិស័យផ្សេងដែលបម្រើប្រជាពលរដ្ឋភាគច្រើនអញ្ចឹងបើសិនជាប្រតិបត្តិការនេះគឺទី1ប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចខ្មៅទី2នឹងប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចពណ៌ប្រផេះបងប្អូននឹងមានការលំបាកប៉ុន្តែសំណួរសួរថាតើយើងមានជំរើសអ្វីព្រោះសេដ្ឋកិច្ចខ្មៅនេះវានឹងធ្វើឲ្យបាត់បង់សេដ្ឋកិច្ចពណ៌សទេសចរនឹងថយវិនិយោគក៏មិនហ៊ានដោយសារសន្តិសុខប្រទេសខ្មែរយើងនឹងពិបាកហើយមិនប៉ះពាល់ទៅសេដ្ឋកិច្ចទេវាប៉ះពាល់ទៅដល់កិត្តិនាមរបស់យើង
ពេលខ្លះប្រជាជនយើងទេសចរទៅលេងស្រុកក្រៅគេសួរមកពីណាខ្មែរគេងាកទៅជជែកគ្នាដោយសារគេធ្លាប់គេឮតែព័ត៌មានថាយើងជាទេសកែប្រទេសដែលធ្លាប់តែថាមកចង់លេងស្រុកខ្មែរគេថាអត់ទេឃើញរឿងចាប់ជំរិតរឿងអីដែលគេផ្សាយច្រើនប៉ុន្តែវាយុត្តិធម៌ទេពេលខ្លះវាអត់យុត្តិធម៌ទេរឿងមួយពីរវាផ្សាយច្រើនអារឿងប៉ុន្តែទោះជាយ៉ាងណាក៏យើងទទួលស្គាល់ថាវាប៉ះពាល់រួចទៅហើយបាទខ្ញុំនិយាយយើងនិយាយហើយតែមិនយុរដ្ឋមន្ត្រីមកនិយាយចឹងខ្មាស់គេខ្លាចគេថាអត់ទេយើងត្រូវទទួលស្គាល់រឿងនេះវាមិនមែនដែលគេថាសេដ្ឋកិច្ចខ្មៅនេះគឺស្មើនឹង 60% នៃសេដ្ឋកិច្ចរបស់កម្ពុជាវាអត់ការពិតបាទចំណូលនៃសេដ្ឋកិច្ចខ្មៅនេះវាមិនបានចូលមកកម្មរដ្ឋាភិបាលកម្ពុជាទេវាអាចចូលទៅក្នុងការជួលផ្ទះទិញដីចូលទៅក្នុងប្រាក់ខែបងប្អូនស្អីស្អីដែលបំរើបើកឡានស្អីស្អីធ្វើការងារមួយចំនួនប៉ុន្តែมันបានចូលមកជាបរិភាពនៃ GDP របស់កម្ពុជាខ្ញុំសូមបញ្ជាក់ថ្ងៃមុនសម្ភាសថ្ងៃមុនគេដាក់មិនដឹងម៉េចតែសេមិនដឹងថានិយាយច្រឡំឬគេសពោគេថាភាគច្រើននៃចំណូលនេះมันបានមកសេដ្ឋកិច្ចកម្ពុជាដល់អ្នកយកទៅអានស្មានតាមមួយផ្នែកនៃអាចំណូលខ្មៅនេះចូលមកក្នុងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអត់មានចូលទេអ្វីដែលចូលគឺសេដ្ឋកិច្ចពណ៌សការនាំចេញវិស័យវាយនកម្មទេសចរស្អីផ្សេងអញ្ចឹងបើសិនជាយើងមិនថែទាំសេដ្ឋកិច្ចសសេដ្ឋកិច្ចខ្មៅកាន់តែរីកវាប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌សវាធ្វើឲ្យប្រទេសជាតិរបស់យើងមានការលំបាកអញ្ចឹងបានខ្ញុំសូមឲ្យមានការយោគយល់ការចូលរួមយើងត្រូវធ្វើការវះកាត់និងរួមគ្នាដើម្បីបោសសម្អាតបញ្ហា scam នេះឲ្យចេញពីប្រទេសយើងទាំងអស់គ្នាដើម្បីឲ្យជាតិខ្មែរយើងទាំងមូលប្រទេសខ្មែរយើងទាំងមូលបាទកុំឲ្យពាក់ព័ន្ធជាមួយអារឿងហើយឥឡូវនេះការខិតខំប្រឹងប្រែងរបស់យើងគឺបានទទួលផលផ្លែផ្កាហើយខ្ញុំក៏សូមអរគុណណាស់ជូនទៅដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធរដ្ឋបាលរាជធានីខេត្តដែលបានអនុវត្តនេះហើយសូមបន្តតទៅទៀតចលនានេះគឺចលនាដែលយើងត្រូវបន្តធ្វើដើម្បីសម្អាតផ្ទះយើងគ្មានពីណាសម្អាតផ្ទះយើងឲ្យយើងទេបាទមិត្តរបស់យើងអាចយកមកបង្ហាញយើងថាត្រូវសម្អាតប៉ុន្តែមានតែយើងទេដែលសម្អាតផ្ទះយើងដើម្បីឲ្យសេដ្ឋកិច្ចពណ៌សដើរហើយសេដ្ឋកិច្ចពណ៌សនេះគឺជាសេដ្ឋកិច្ចដែលចិញ្ចឹមប្រទេសជាតិទាំងមូលបាទវិស័យសេដ្ឋកិច្ចវិស័យទេសចរវិស័យកសិកម្មវិស័យវិនិយោគកម្មអនុសាលអីរីកចម្រើនដោយស្របច្បាប់នេះហើយដែលជាអ្វីដែលយើងចង់បានបាទនេះគឺជាបញ្ហាពាក់ព័ន្ធទៅនឹងបញ្ហា scam online ហើយខ្ញុំសូមឲ្យមានការញែកឲ្យដាច់មានបងប្អូនខ្លះរហូតទៅដល់ថាកម្ពុជាយកជនជាតិនេះជាសត្រូវដោយសារអ្នកដែល scam ពាក់ព័ន្ធជនជាតិនេះឲ្យគាត់ចេះច្រើនកម្ពុជាមិនយកជនជាតិណាសត្រូវទេយើងស្វាគមន៍មិត្តបរទេសមកកម្ពុជាតែសូមមកធ្វើការឲ្យល្អជួយកម្ពុជាមកលេងជាទេសចរមកធ្វើការស្រោបមកជួយបដោះបដាលកម្ពុជាស្វាគមន៍តែកុំមកដើម្បីប្រាក់ខែរបស់គាត់ខ្ពស់គាត់មកដុតផ្ទះខ្ញុំបាត់មកធ្វើឲ្យកម្ពុជាមានឈ្មោះអាក្រក់យើងអត់ស្វាគមន៍ទេហើយខ្ញុំជឿថាបងប្អូនទាំងអស់ក៏នឹងយល់ដូចគ្នាយើងស្វាគមន៍មិត្តរបស់យើងប្រទេសណាក៏យើងស្វាគមន៍ដែរយើងអត់រើសប្រទេសណាជាសត្រូវប្រទេសណាជាមិត្តទេគឺយើងស្វាគមន៍ទាំងអស់មិត្តទាំងអស់បាទទោះបីជាយើងមានបញ្ហាជាមួយប្រទេសជិតខាងយើងព្រមដែរប៉ុន្តែយើងមិនបានយកប្រជាជននិងប្រជាជនជាសត្រូវទេប្រជាជននៅតែធ្វើការជាមួយគ្នាអត់មានទេបាទបញ្ហាដែលបន្ទិញបន្ទង់រកវិធីដោះស្រាយទៅតំណាក់មងប្រជាជននៅប្រជាជនព្រោះអ្នកខ្លះប្តីប្រពន្ធបាទ
ចឹងយើងត្រូវធ្វើកិច្ចការគេនេះហើយខ្ញុំសូមស្វាគមន៍មិនអំពាវនាវឲ្យទេសចរមកទាំងអស់កម្ពុជាសុវត្ថិភាពបាទអាដាមហួតហាក់ផ្សព្វផ្សាយឲ្យបានច្រើនបាទអារឿងដែលមានបញ្ហាពាក់ព័ន្ធទៅនឹង scam បញ្ហាសន្តិសុខវាតូចបើប្រៀបធៀបជាមួយនឹងកិច្ចការពិតទូទៅដែលស្ថិរភាពប៉ុន្តែអានេះវាជារឿងដែលទទួលផលច្រើននៅក្នុងការផ្សព្វផ្សាយរឿងតែមួយគត់មានការចាប់ចម្រិតជាអកុសលមានការស្លាប់បខុសតែមួយធ្វើឲ្យព្យាវលុប booking មកទេសចរស្រុកខ្មែរចង់ 30% ដោយគេគិតថាអសន្តិសុខអញ្ចឹងយើងត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយនៅចំណុចល្អវិជ្ជមានរបស់យើងជួបជាមួយអាដាមសថេតតែឥឡូវយើងសហការល្អជាមួយកូរ៉េខាងត្បូងបាទរឿងកាលមុនជាអកុសលមានកូនសិស្សម្នាក់ដែលមកគាត់ទទួលរងគ្រោះទៅគេធ្វើឃាតទៅហើយក៏មានបញ្ហាផ្សព្វផ្សាយឲ្យមានការយល់ច្រឡំឥឡូវយើងបង្កើតក្រុមសហការធ្វើការយើងធ្វើការល្អផ្សព្វផ្សាយឲ្យបានច្រើនហើយថ្ងៃមុនក៏អរគុណឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូងក៏បានចេញសារអំពីការសហការខ្ញុំក៏បានឆ្លើយតបទៅវិញទៅបាទដើម្បីពង្រីកនៅអ្វីដែលល្អសម្រាប់យើងហើយយើងរួមគ្នាធ្វើតទៅទៀតព្រោះវាជាភារកិច្ចរបស់យើងទទួលកិច្ចការងារនេះប៉ុន្តែអ្វីដែលយើងធ្វើគឺធ្វើសម្រាប់ប្រទេសជាតិទាំងមូលសម្រាប់ជាតិទាំងមូលតែម្ដងបាទព្រោះរឿង scam រឿងអីនេះវាបានជះឥទ្ធិពលកន្លងទៅមានការយល់ច្រឡំជាច្រើនសួរថាវាយឺតពេលទេវាអត់យឺតពេលទេយើងនៅតែធ្វើដើម្បីស្ដារហើយនឹងពង្រឹងឡើងវិញឲ្យបានអញ្ចឹងមានតែការធានាឲ្យបាននិរន្តរភាពនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹង scam online នេះហើយខ្ញុំបានទទួលការបដិញ្ញាចិត្តជាច្រើនដងគណៈអង្គការឯកភាពសមត្ថកិច្ចពាក់ព័ន្ធរបស់យើងបានយល់អំពីកាតព្វកិច្ចទាំងអស់នេះគ្រប់គ្នារួមគ្នាដើម្បីធ្វើនឹងការប្រយុទ្ធប្រឆាំងទៅលើការឆបោកអនឡាញនេះមិនមែនជាអ្វីសូមជូនអង្គទូតនៅទីនេះព្រោះកាលមុនខ្ញុំជួបជាមួយទូតខ្លះគាត់សួរខ្ញុំថាតើអានេះជាអ្វីដែលកម្ពុជាគ្រាន់តែធ្វើបន្តិចទេអីអត់ទេគេសួរខ្ញុំទៀតគេថាចុះលឺសូរទៅដល់ចូលឆ្នាំខ្មែរចុះធ្វើតែប៉ុណ្្នឹងឯងអត់ទេដល់តែគេយកទៅប្រឡត់យ៉ាងម៉េចបង្ក្រាបបោសសម្អាតគឺជាការងារដែលយើងធ្វើជាប្រចាំបាទនៅលើនេះមានសង្ឃយើងទាំងអស់គ្នានៅលើនេះស្ថិតតែជាក្នុងក្រុមការងារកម្មការចំពោះកិច្ចបាទអាដាមសថេតអាដាមសៅសុខាបាទនៅក្នុងនេះអគ្គមជ្ឈការទាំងអស់សិតតែអ្នកនៅក្នុងនឹងបដិញ្ញាចិត្តដើម្បីយើងរួមគ្នាធ្វើបាទហើយមិនមែនគ្រាន់តែបដិញ្ញាចិត្តទៅលើមីក្រូទេគឺយើងនឹងបន្តធ្វើហើយនៅទីនោះអភិបាលគណៈអភិបាលរាជធានីខេត្តទាំងអស់បាទមេតបដឹកនាំផ្ទាល់នៅខាងមុខបាទឥឡូវរត់ពីអាធំទៅអាទូចតិចទៀតទៅធ្វើរដ្ឋបាលអាទូចទូចនឹងឲ្យចេញទៅកុំនៅធ្វើអីព្រោះមានអ្នកនៅចាំអ៊ុតនិយាយត្រង់ចឹងមកអ្នកនៅចាំអ៊ុតខែ4អ្នកនៅចាំអ៊ុតខែ6ចាំអ៊ុតទៅរឿងនេះកុំចាំអ៊ុតអីរឿងនេះស្រួលទេអត់លំបាកទេត្រូវការទស្សនៈតែមួយឆន្ទៈតែមួយប៉ុណ្ណឹងទស្សនៈគឺធ្វើដើម្បីលាងសម្អាតលើកកម្ពស់កិត្តិយសជាតិយើងនៅលើឆាកអន្តរជាតិឆន្ទៈធ្វើដើម្បីខ្មែរតែប៉ុណ្ណឹងទៅបាទដែរបាទគ្មានពីណាជួយយើងទេហើយយើងធ្វើសូមយោគយល់បងប្អូនប្រជាពលរដ្ឋចំនួនដែលអាចថាសេដ្ឋកិច្ចអាចប៉ះពាល់ដោយសារការបោសសម្អាតសេដ្ឋកិច្ចខ្មៅប៉ុន្តែយើងរស់តាំងពីបាតដៃទទេមកយើងអាចរស់បានយើងក៏មិនរំពឹងទៅលើសេដ្ឋកិច្ចខ្មៅនេះជាប្រចាំដែរធ្វើយ៉ាងណាដើម្បីបំបត្តិសេដ្ឋកិច្ចខ្មៅនិងពង្រីកសេដ្ឋកិច្ចពណ៌សដើម្បីយើងមានចំណូលយើងមានសេដ្ឋកិច្ចស្ថិតថេរបានយូរអង្វែងនេះគឺអ្វីដែលយើងត្រូវធ្វើយើងរាជរដ្ឋាភិបាលនឹងចាត់វិធានការមួយចំនួនដោយខ្ញុំនិយាយឆន្ទៈតែមួយទស្សនៈតែមួយក្រុមការងារអនុវត្តគឺត្រូវជោគជ័យអញ្ចឹងកិច្ចការងារនេះយើងមានវិធានការចំនួនបាទអញ្ចឹងក្រុមការងារអនុវត្តងាយស្រួលដែរដើម្បីជោគជ័យទី1ឆន្ទៈ
និងទស្សនៈទី2អនុវត្តត្រឹមត្រូវហើយក្រុមការងារអត់ត្រូវការមនុស្សច្រើនទេអញ្ចឹងការទទួលខុសត្រូវនឹងសិទ្ធិយើងបកគលឲ្យអញ្ចឹងពាក្យថាការទទួលខុសត្រូវនឹងសិទ្ធិនេះតែយើងត្រូវរួមគ្នាធ្វើបាទរួមគ្នាធ្វើដើម្បីប្រយោជន៍ជាតិយើងការកែសម្រួលយើងមានជាបន្តបន្ទាប់ដើម្បីពង្រឹងនៅយន្តការបាទការកែសម្រួលស្អីនោះចាំអត់ខ្លួនឯងទៅប៉ុន្តែយើងត្រូវធានានៅយន្តការអនុវត្តដោយភាពទទួលខុសត្រូវប្រសិទ្ធភាពយើងមានវិធានការច្រើនដើម្បីការចូលរួមប៉ុន្តែការចូលរួមរបស់ប្រជាជនចាំបាច់ត្រូវមានតាមច្រើនរូបភាពវាមិនខុសពីគ្រឿងញៀនទេបាទទី1សុំធ្វើម៉េចកុំចូលរួមដោយផ្ទាល់ទីហោមានគេមកបបួលធ្វើអីក៏ដោយតែទៅធ្វើអាហ្នឹងប្រាក់ខែបាន2000តែបើថាធ្វើអាហ្នឹងយើងបាន2000តែយើងដឹងថាអាហ្នឹងច្បាស់ធ្វើអាហ្នឹងដើម្បីទៅបង្កើតនៅបញ្ហាឲ្យអ្នកផ្សេងនៅប្រទេសផ្សេងឬនៅក្នុងប្រទេសយើងហើយខ្ញុំសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាអាជ្ញាធររាជធានីខេត្តរបស់យើងធ្វើការផ្សព្វផ្សាយបានទូលំទូលាយប្រជាពលរដ្ឋខ្មែរកុំឲ្យចូលរួមប៉ះពាល់នៅក្នុងកិច្ចការនេះទី2ចូលរួមនៅក្នុងការរាយការណ៍ដោយអាប់អានឹងជាមើលគណៈកម្មការចំពោះកិច្ចឬមួយក៏យន្តការបកក្រាបនេះត្រូវបង្កើតអាប់ឬមួយបង្កើតព័ត៌មានដើម្បីផ្ដល់ទៅយ៉ាងណាដើម្បីយើងបន្តធ្វើតទៅទៀតរួមសហការហើយទី3គឺសុំឲ្យធ្វើយ៉ាងណារួមគ្នាចាប់យកអាជីពដែលត្រឹមត្រូវដើម្បីធ្វើកិច្ចការនេះបាទហើយសូមកុំស្ដាយបាទខ្ញុំដឹងថាគេជួលផ្ទះ$10000ក្នុងមួយខែវាប្រសើរជាងជួលផ្ទះ500ហើយប៉ុន្តែបើយើងឲ្យផ្ទះ$10000នេះយកទៅដើម្បីគេរករាប់លានដុល្លារតាមរយៈការធ្វើបាបអ្នកផ្សេងនៅក្រៅប្រទេសហើយយកមកបង្ខូចប្រទេសយើងតើយើងយកលុយទៅសុបាយទេត្រូវហើយតែលោកនិយាយដោយសារលោកមិនមែនខ្ញុំបានចំណូលប៉ុណ្ណឹងទៅការកូនចៅពិនឥឡូវធ្វើម៉េចតើតែយើងរួមគ្នាទាំងអស់គ្នាកាត់ផ្ដាច់មួយទៅអាចមួយបានបើឲ្យខ្មៅរីកសវាអត់រីកបើឲ្យខ្មៅរីកយើងកាន់តែលំបាកប្រឈមច្រើនទៀតខ្ញុំមិននិយាយរឿងបញ្ហាការសម្អាតប្រាក់បញ្ហាជួយដូរមនុស្សបញ្ហាអីដែលបង្កើតជាច្រើនស្មុគស្មាញប្រតិកលាគ្នាអញ្ចឹងយើងរួមគ្នាធ្វើបែបនេះអនុវត្តបែបនេះដើម្បីផលប្រយោជន៍ជាតិហើយរឿងនេះខ្ញុំមិនដែលបោះស្រាយជាសាធារណៈដល់ទៅយើងមានប្រជុំផ្សេងហើយក៏មានការចេញសារផ្សេងផងដែរប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកព្រោះមានការជជែកគ្នាច្រើនរហូតដល់មានការជាពិសេសសារព័ត៌មាននៅក្រៅប្រទេសចំនួននៅបន្តសរសេរមិនមានការពិតពីការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលប៉ុន្តែយើងក៏បានឃើញឥឡូវនេះសារព័ត៌មានជាច្រើនក៏បានជួយផ្សាយអំពីអ្វីដែលយើងបានធ្វើក្នុងរយៈពេលកន្លងមកនេះបាទហើយខ្ញុំក៏សូមលើកទឹកចិត្តឲ្យសមត្ថកិច្ចរបស់យើងឲ្យជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធដែលធ្វើការងារបានល្អសូមជួយផ្សព្វផ្សាយបាទរូបភាពនៃការខិតខំប្រឹងប្រែងរបស់យើងវិធានការសហការជាមួយភាគីមិត្តហើយជាពិសេសជាមួយនឹងបណ្ដាប្រទេសមួយចំនួនបាទជាពិសេសកាសែតបរទេសខ្លះដែលគាត់ធ្លាប់និយាយពីបញ្ហាអនឡាញនៅយើងអាដាមនេតផេត្រាខ្ញុំបានឲ្យកូកាគួរប្រតិកលាជាមួយគាត់ឲ្យព័ត៌មានទៅគាត់ចុះផងអំពីអ្វីដែលយើងបានធ្វើព្រោះចង្កាលគេអត់បានព័ត៌មានគេចុះតាពីអាកាសដោះព្រោះភាគច្រើនរឿងអាក្រក់រលុយបានច្រើនជាងអានឹងដែលកាលមុន Hollywood គេបន្ទោសអ្នកមើលគេថា Hollywood មកពី Hollywood នឹងធ្វើរឿងបាញ់សាហាវបានធ្វើឲ្យមនុស្សកូពីតាមសាហាវក្នុងសង្គមដល់ពេល Hollywood បន្ទោសវិញមកពីខ្ញុំធ្វើរឿងស្នេហាគ្មានពីណាគេមើល
ចឹងការបញ្ជូនព័ត៌មានផ្សព្វផ្សាយនៅអ្វីដែលយើងធ្វើនេះហើយការបដិញ្ញាចិត្តជាពិសេសសហប្រតិបត្តិការជាមួយឥឡូវយើងធ្វើការជាមួយកូរ៉េខាងត្បូងជាមួយអាមេរិក FBI ករណីមួយនៅកពតករណីធំមួយកាស៊ីណូខ្ញុំនៅបេចាបូកជាមួយនឹងការខត់ខ្លួនបុកញ៉ាម្នាក់គឺយើងបានធ្វើជាកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិក FBI កិច្ចសហប្រតិបត្តិការជាមួយកូរ៉េកិច្ចសហប្រតិបត្តិការជាមួយចិនសហប្រតិបត្តិការជាមួយប្រទេសផ្សេងនេះគឺជាការបង្ហាញថាកម្ពុជាមិនបានទុកអានឹងចោលទេយើងបានធ្វើគ្រាន់តែកន្លងទៅយើងធ្វើយើងមិនបានបង្ហាញច្រើនបាទដែលរឿងអវិជ្ជមានចន្លោះប្រហោងមួយចំនួនត្រូវបានផ្សព្វផ្សាយច្រើនជាងរឿងដែលយើងខំបិទប្រឡោះប្រហោងអញ្ចឹងខ្ញុំសូមឲ្យមានការចូលរួមនៅក្នុងការផ្សព្វផ្សាយកិច្ចការគេនេះពីការខិតខំរបស់យើងនិងការសហប្រតិបត្តិការប្រធានបទមួយទៀតដែលខ្ញុំសូមលើកគឺរឿងអង្គរសង្ក្រាន្តឥឡូវអង្គរសង្ក្រាន្តនេះវាទៅជាប្រធានបទគំនិតដែលរៀបចំឡើងគឺចង់ឲ្យមានការសាមគ្គីឯកភាពជាតិប៉ុន្តែឥឡូវគ្រាន់តែការរៀបចំនេះមិនទាន់បានចេញផងវាទៅជាចង់ថាជជែកគ្នាបែកម៉ាំទៅហើយតើវាខុសទេដែលខ្មែរគ្រាន់តែអបអរសាទរឆ្នាំខ្មែរប៉ុន្តែមតិនេះមានការថ្លឹងថ្លែងច្បាស់ណាស់ដល់មកភិសសខាសន្តិបណ្ឌិតសសខាឯកឧត្តមហ៊ុនម៉ាណីបានទូមកសួរយោបល់ខ្ញុំគេបានប្រជុំផ្ទៃក្នុងសសយកជាមួយនឹងហើយនឹងខេត្តរាជធានីយើងគិតគូរមើលថាតើក្នុងដំណាក់កាលដែលប្រទេសយើងកំពុងតែមានការលំបាកដោយការឆ្លៀតពីតបយើងកំពុងតែនៅមុខប្រជាជនភាគសឹកយើងរាប់ម៉ឺននាក់មិនទាន់បានទៅផ្ទះតើការរៀបចំនេះវាសមទេខ្ញុំប្រាប់ថាទី1យើងរៀបមិនរៀបចូលឆ្នាំនៅតែចូលឆ្នាំព្រោះយើងមិនអាចទៅសុំទេវតាលើកពេលចោះទេបាទទី2តើការលំបាករបួសដៃរបួសជើងនឹងយើងត្រូវដេកស្ដោកទេអត់ទេកងទ័ពនៅខាងមុខខំប្រឹងការពារទឹកដីដើម្បីឲ្យប្រទេសជាតិនៅខាងក្រោយរឹងមាំដំណើរការប្រក្រតីជួយពង្រឹងខ្លួនបើសិនជាគាត់ការពារនៅខាងមុខនៅខាងក្រោយមនុស្សលែងធ្វើអីអស់ហើយតើយ៉ាងម៉េចអ្វីដែលសំខាន់គឺការថ្លឹងថ្លែងនិងវិធីសាស្ត្រក្នុងការរៀបតើការរៀបនេះសំណួរសួរថាហើយមានការលើកឡើងបងប្អូនជាច្រើននៅខាងក្នុងខ្ញុំមិនជំទាស់ហើយខ្ញុំមិនវាយប្រហារថាមតិណាខុសមតិត្រូវសិតតែជាការបង្ហាញនៅអ្វីដែលជាទស្សនៈនៅក្នុងការគិតគូរអំពីទឹកដីនិងប្រជាពលរដ្ឋប៉ុន្តែអ្នកមិនចង់ឲ្យរៀបគាត់គិតថាម៉ោងស្មើនេះមិនសមរម្យក្នុងការរៀបទេមិនចង់ឃើញការហូរសបាយស្អីញ៉ៃញ៉ៃដែលថានៅពេលដែលអ្នកមួយផ្នែកនៃប្រជាពលរដ្ឋយើងកងទ័ពកំពុងតែលំបាកខាងមុខវិរៈកងទ័ពរៈកោបាទជាតិអាវុធហត្ថអីរបស់យើងនៅខាងមុខនេះបងប្អូនដែលព្រួយបារម្ភខ្លាចថាយើងភ្លេចអំពីរឿងទឹកដីបាទបងប្អូនដែលរៀបគាត់ថារឿងប្រពៃណីវប្បធម៌សេដ្ឋកិច្ចសង្គមតាមខេត្តមួយថាតលតែមានសកម្មភាពខ្លះដើម្បីសេដ្ឋកិច្ចសង្គមបងប្អូនមកមានចរន្តសេដ្ឋកិច្ចអីចឹងទៅហើយក៏វាអត់ខុសអីនៅក្នុងការអបអរប្រពៃណីដែរអញ្ចឹងសំណួរសួរថាការរៀបនេះជាការបង្វែរប្រជាជនឲ្យសើចសប្បាយហឺហាភ្លេចគិតពីទឹកដីអត់ទេបាទគឺជាការរៀបចំអបអរប្រពៃណីជាតិនិងជំរុញដំណើរជីវិតរបស់យើងពេលដែលយើងកាន់តែរបួសខ្លាំងត្រូវតែដើរទៅមុខឲ្យកាន់តែខ្លាំងបាទយើងមិនអាចរបួសមេជើងមកកន្លែងយើងដេកនៅនឹងយំនៅនឹងគ្មានពីណាមកជួយយើងទេតើតែយើងពង្រឹងខ្លួនដើរទៅមុខឲ្យបានលឿនឲ្យបានខ្លាំងកន្លែងដែលរបួសជួសជុលវាព្យាបាលវាទៅនឹងកន្លែងខ្ទប់ឈាមដាក់ថ្នាំកុំឲ្យវារីកហើយដោះវាទៀតឲ្យវាឆាប់ព្យាតែពេលជាមួយគ្នាត្រូវដើរទៅមុខបើសិនជារបួសជើងយើងអត់ទៅមុខអត់ធ្វើអីតិចទៀតដាច់ពោះស្លាប់ហើយ
ហើយគ្មានពីណាយកបាយមកឲ្យយើងទេបើគ្រាន់តែរបួសជើងមួយដើរប្រពន្ធទៅមិនមែនខ្ញុំនិយាយថារឿងតូចតាចរឿងទឹកដីរឿងប្រជាពលរដ្ឋជារឿងធំប៉ុន្តែវាជាផ្នែកមួយនៃ17លាននាក់និងប្រទេសជាតិយើងទាំងមូលអញ្ចឹងយើងមិនអាចឲ្យផ្នែកផ្សេងទៀតទាំងវប្បធម៌ទាំងសាសនាទាំងសេដ្ឋកិច្ចត្រូវបានផ្ដួលឬមួយក៏ដួលដើរទៅមុខលែងរួចដោយសាររឿងដែលកើតឡើងហើយកំពុងកើតឡើងនោះទេអញ្ចឹងយើងត្រូវតែពង្រឹងខ្លួនយើងត្រូវមានប្រក្តីកម្មនៅក្នុងខ្លួនយើងរួមទាំងការរៀបចំពិធីសាសនាប្រពៃណីជាតិនេះអញ្ចឹងគឺជាអ្វីដែលបានខ្ញុំគ្រប់គ្រងទៅឲ្យការរៀបចំប៉ុន្តែសំណួរសួរថារៀបចំយ៉ាងម៉េចសំណួររៀបចំឲ្យបានទាំងពីរបងប្អូនដែលព្រួយបារម្ភបងប្អូនដែលព្រួយបារម្ភថាយើងរៀបចំបុណ្យចូលឆ្នាំកសង្ក្រាន្តធ្វើឲ្យសបាយភ្លើតភ្លើនភ្លេចទៅដល់ទុក្ខលំបាកជនភៀសសឹកនិងកងទ័ពនិងទឹកដីអត់ទេទីមួយខ្ញុំសូមបញ្ជាក់រឿងទឹកដីរាជរដ្ឋាភិបាលនិងប្រជាជនអត់ដែលភ្លេចទេការធ្វើការងារចរចាការធ្វើការងារការពារនៅតែបន្តធ្វើទោះបីជាយើងអបអរសាទរ 3-4 ថ្ងៃហ្នឹងក៏អត់ភ្លេចធ្វើដែរនៅក្នុងការការពារទឹកដីរបស់យើងបាទបូរណភាពទឹកដីរបស់យើងនៅតែបន្តតទៅទៀតបាទទី2តើយើងអាចធ្វើបានទេទាំងអបអរឆ្នាំថ្មីនិងមិនភ្លេចដល់កងទ័ពនិងជនភៀសសឹកនេះដែលខ្ញុំបានឲ្យគោលការណ៍បាទថាយើងរៀបទី1រៀបឲ្យសពរូបផ្ដោតទៅលើប្រពៃណីវប្បធម៌របស់យើងផ្ដោតទៅលើសាមគ្គីជាតិភាពរឹងមាំរបស់កម្ពុជាជាពិសេសក្នុងដំណាក់កាលលំបាកបំផុតត្រូវបង្ហាញនៅភាពសាមគ្គីភាពនិងភាពរឹងមាំរបស់ជាតិមួយបាទអញ្ចឹងយើងធ្វើអីយើងរៀបចំតាមប្រពៃណីជាតិសកម្មភាពអីដែលធ្វើតាមដែលខ្ញុំដឹងការគិតគូរត្រួសត្រាសយើងយកទាំងពីរតែម្ដងការរៀបចំប្រពៃណីក៏ត្រូវរៀបចំដែរឲ្យប្រជាជនមកមានចរន្តសេដ្ឋកិច្ចតែនៅក្នុងនោះយើងមិនត្រូវរំលេចឬបំភ្លេចអំពីជនភៀសសឹកអញ្ចឹងខ្ញុំសួរគេរៀបចំស្អីខ្លះដែលគិតនឹងទី1នៅក្នុងកម្មវិធីនេះនឹងមានរៀបចំការបំផុសសិល្បករឬមួយប្រជាពលរដ្ឋមួយចំនួនដើម្បីទៅជួបជនភៀសសឹកអបអរសាទរជាមួយគាត់កុំភ្លេចគាត់មានអារម្មណ៍ផ្លូវចិត្តមានការលំបាកពេលចូលឆ្នាំកុំឲ្យគាត់នៅត្មងត្មោកទៅលេងគាត់ទៅជួយគាត់នឹងទី1គេរៀបចំឲ្យខ្ញុំគ្រប់គ្រងលើកិច្ចការនេះបាទបើសិនយើងមិនធ្វើត្រឹមតែមកអង្គុយសងោសង្ងាត់នៅផ្ទះឲ្យចុច like share វាអត់ទេបំផុសការចូលរួមទៅសួរសុខទុក្ខជនភៀសសឹកតែម្ដងតែហ៊ាននៅមុខយើងអត់អាចទៅពេលនេះទេព្រោះគេនៅត្រៀមប្រយុទ្ធបើពេលអត់ប្រយុទ្ធគេទៅរួមទៅអីតែក៏មានការជួយតាមរូបភាពផ្សេងទី2គ្រប់ស្តង់ទាំងអស់នឹងវេទិកាតាមតែខ្ញុំដឹងគឺរៀបចំរូប poster ដែលបង្ហាញអំពីទី1វរៈភាពរបស់វរៈកងទ័ពវរៈនគរបាលជាតិវរៈរបស់យើងនៅក្នុងការពារទឹកដីនេះឬជាការផ្លេចអត់ទេប៉ុន្តែផ្ទុយទៅវិញយកពិធីនេះដើម្បីបំផុសការចងចាំអំពីគុណបំណាច់របស់វរៈកងទ័ពរបស់យើងវរៈនគរបាលជាតិនិងវរៈយុទ្ធជនយើងទាំងអស់ដែលកំពុងឈរជើងនឹងបានពលិដើម្បីជាតិមាតុភូមិនេះគឺជាការប្រមូលផ្ដុំដើម្បីរំលឹកគុណឡើងវិញនេះគឺជាតែយើងធ្វើបានទាំងពីរអបអរប្រមូលផងហើយយើងរៀបចំអានឹងផងបាទទី3គឺរាល់មូលនិធិដែលមានរៀបចំទីហោការលក់អីបោះសសចក 100% យកថវិកានេះទៅជួយជនភៀសសឹកនិងជួយយោធិនវរៈកងទ័ពរបស់យើងទី2វិស័យឯកជនដែលចូលរួមក្នុងពិធីនឹងគេអាចថាបដិភាគឬមួយអីតាមការចាក់ស្ដែងហើយខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនរបស់យើងបាទបើក្រៅពីកម្មវិធីដែលសសយករៀបឬមួយអីរៀបប្រជាពលរដ្ឋយើងបើតាមមានពេលទៅលេងជនភៀសសឹកយើងសួរសុខទុក្ខគាត់កុំឲ្យគាត់នៅសងោស្ងាត់នេះគឺជាការបំផុសយើងអត់ដេកស្ពឹកនៅកន្លែងទេតែយើងធ្វើសកម្មភាពហើយធ្វើសកម្មភាពអត់អាចភ្លេចទេគឺបង្កើនភាពកក់ក្ដៅនិងខ្មែរជួយខ្មែរនៅក្នុងឱកាសលំបាកហើយជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌទេបុណ្យចូលឆ្នាំថ្មីចង់ដើរលឿនជាងពេលទី2គឺការជួយ
គ្រប់គ្រងទៅដល់កងទ័ពខ្ញុំសូមអរគុណណាស់បាទចលនាជាតិរបស់យើងពេលដែលមានផ្ទុះអាវុធពេលដែលមានជាពិសេសពេលដែលមានការលំបាកពេលប្រយុទ្ធគ្នាគឺបងប្អូនយើងបំផុសស្មារតីនេះបាទអញ្ចឹងពេលដែលការរៀបចំស្តង់រូបភាពនេះកុំភ្លេចរំលឹកឡើងវិញទៅលើអាស្មារតីរួមគ្នានេះអញ្ចឹងយើងធ្វើបានទាំងពីរប្រពៃណីជាតិក៏យើងត្រូវធ្វើយើងអបអរសាទរជាធម្មតាឲ្យចរន្តសេដ្ឋកិច្ចប្រជាជនបានកុំឲ្យស្មុគបាទព្រោះប្រជាជនយើង stress ការងារយើងច្រើនឥឡូវមើលនៅភ្នំពេញគ្រាន់តែ Walk Street មួយថ្ងៃសៅរ៍អាទិត្យណែនបានន័យថាប្រជាជនយើងក៏ត្រូវការពេលរំដោះ stress ដែរជាពិសេសអ្នកភ្នំពេញហើយខ្ញុំឲ្យគណៈកម្មការរៀបចំតារាងភ្នំពេញតារាងយន្តហោះភ្នំពេញនេះធ្វើម៉េចសម្រាប់ពេលចូលឆ្នាំនេះបើកឲ្យបងប្អូនចូលទៅកីឡាទៅកម្មវិធីនៅតារាងនឹងព្រោះយើងរៀបចំសម្រាប់បាទដូចខ្ញុំនិយាយទី1ជា2បំរុងទី2គឺសម្រាប់បងប្អូនទៅហាត់កីឡាហាត់អីអញ្ចឹងពេលចូលឆ្នាំនេះអាចបើកឲ្យប្រើប្រាស់នៅទីនោះសម្រាប់អ្នកភ្នំពេញដែលអត់ចេញទៅណាបាទព្រោះភ្នំពេញច្រើនតែស្ងាត់ពេលចូលឆ្នាំអ្នកបើកបរសบายចិត្តមកនឹងឥឡូវចំពេលសាំងកំពុងតែពិបាកទៀតចឹងអត់ស្ទះចរាចរណ៍ទីខ្ញុំនិយាយរឿងមជ្ឈមបូព៌ាប៉ុន្តែចឹងខ្ញុំសូមឲ្យបងប្អូនខ្ញុំមិនវាយប្រហារខ្ញុំមិននេះទេមានថ្ងៃមិញខ្ញុំមើលឃើញបណ្ឌិតស្អីណាមួយនៅក្រៅគេថាគ្រាន់តែយើងរៀបចំពិធីចូលឆ្នាំហ្នឹងគេថាយើងនឹងជារដ្ឋាភិបាលអត់បានការខំបង្វែរស្ថានភាពរៀបចំព្រឹត្តិការណ៍ឲ្យផ្លេចរឿងទឹកដីអត់ទេរឿងទឹកដីនិងប្រជាជនអត់ផ្លេចទេរឿងទឹកដីនៅតែបន្តដោះស្រាយគ្រាន់តែយើងប្រកាន់យកការដោះស្រាយដោយសន្តិវិធីជៀសវាងការស្លាប់ដោះស្រាយផ្លូវច្បាប់ឲ្យអស់លទ្ធភាពដើម្បីយើងដោះស្រាយប្រជាជនយើងទន្ទឹមជាមួយនឹងដោះស្រាយបញ្ហាការដោះស្រាយជូនប្រជាជនមាន3ដំណាក់កាលជនភៀសសឹកដែលខ្ញុំសូមបញ្ជាក់ដំណាក់កាលទី1គឺដំណាក់កាលសង្គ្រោះបើន័យថាពេលដែលមានផ្ទុះអាវុធគឺធ្វើម៉េចចលះគាត់ចេញពីកន្លែងរង្វង់ស្លាប់គាត់ផ្លោងគាត់ធ្លាក់ជូនគាត់ទៅទួលសុវត្ថិភាពដោះស្រាយបឋមជំរកស្បៀងនេះគឺដំណាក់កាលសង្គ្រោះដំណាក់កាលបន្ទាប់គឺដំណាក់កាលធ្វើឲ្យប្រសើរឡើងក្រោយពីកោចាបត់ឈប់បាញ់គឺយើងខិតខំកែលម្អលើកស្ទួយរៀបចំតង់ឲ្យបានស្រួលបួលនៅតាមមណ្ឌលជនភៀសសឹកមួយចំនួនដែលមិនទាន់ទៅវិញហើយដំណាក់កាលទី3គឺដំណាក់កាលស្ដារឡើងវិញអ្នកដែលអាចត្រឡប់ទៅវិញយើងខំរុញទៅខំសម្អាតមីនខំដោះស្រាយអ្នកដែលមិនទាន់អាចត្រឡប់ទៅវិញបានយើងខិតខំដោះស្រាយតាមរយៈការធ្វើជារោគប្រអសន្នផ្សេងតែយើងកំពុងតែធ្វើដើម្បីឲ្យគាត់ពេលជាមួយគ្នាត្រូវចរចាគិតគូរតាមគ្រប់វិធីសាស្ត្រដើម្បីរឿងទឹកដីយើងបាទអញ្ចឹងសូមជូនព័ត៌មានថាទោះបីជាយើងធ្វើនគរសង្ក្រាន្តឬអង្គរសង្ក្រាន្តអបអរសាទរនៅតាមរាជធានីខេត្តក៏រាជរដ្ឋាភិបាលមិនបានចោលកាតព្វកិច្ចក្នុងការគិតគូរទៅដល់ទឹកដីនិងប្រជាជនជាពិសេសកងទ័ពជួរមុខនិងជនភៀសសឹកនោះទេផ្ទុយទៅវិញការឲ្យប្រជាពលរដ្ឋរៀបចំនៅនគរសង្ក្រាន្តនេះគឺជាការចូលរួមបង្កលក្ខណៈឲ្យប្រជាជាតិយើងទាំងមូលនៅក្នុងការប្រមូលផ្ដុំកម្លាំងសាមគ្គីឯកភាពដើម្បីបង្ហាញនៅភាពធន់របស់កម្ពុជារបស់យើងទោះបីជាមានការលំបាកប្រឈមក៏ដោយតែយើងនៅតែប្រក្រតីកម្មនឹងដើរទៅមុខហើយសាមគ្គីគ្នាបាទហើយទី2ថែមទាំងប្រមូលគ្នាដើម្បីរៀបចំជាយន្តការគិតគូរទៅដល់ជនភៀសសឹកនិងកងទ័ពរបស់យើងនៅខាងមុខតទៅទៀតតាមរយៈសកម្មភាពច្រើនដែលខ្ញុំបានលើកអំបញ្ញមិញនេះបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំសូមគាំទ្រទៅឲ្យការរៀបចំនេះប៉ុន្តែសកម្មភាពមួយចំនួនមិនគួរដែរអាបាញ់ទឹកបាញ់អីហ្នឹងតុកតាអាបាញ់ឡានទឹកអីហ្នឹងណាតាមខេត្តមួយទុកឡានទឹកហ្នឹងបាញ់បលុតអគិសភ័យហើយមើលត្រៀមលក្ខណៈជាពិសេសមិននិយាយលេងសើចរឿងអគិសភ័យហ្នឹងរឿងគ្រោះថ្នាក់ច្រើនយកចិត្តទុកដាក់តែរឿងបាញ់សាប៊ូបាញ់ទឹកអីកុំខ្ញុំមើលប្រហែលឆ្នាំមុន
បាញ់ទឹកអត់សូវមានទេកាលនោះយើងលេងល្បែងវិជាប្រៃច្រើនណាស់យកឱកាសនឹងលេងល្បែងវិជាប្រៃឲ្យច្រើនទៅបាទបាត់ម្សៅអីរឿងហ្នឹងគឺថាទុកសិនទៅសុបាយដូចតែគ្នាទេមិនបាច់មានអាកំភ្លើងបាញ់ទឹកបាទបំផុសប្រពៃណីវប្បធម៌សកម្មភាពជាច្រើនផ្សេងដែលមានឲ្យធ្វើម៉េចឲ្យខេត្តមួយមានសកម្មភាពបាទអានឹងខ្ញុំមិនដឹងថាម៉េចស្រួលឡានខេត្តខ្លះត្រៀម5 6ឡានទឹកអីដែរចឹងសូមខ្ញុំថាសកម្មភាពខ្លះគួរមិនបាច់មានទេឆ្នាំនេះបំផុសរឿងវប្បធម៌សិល្បៈឲ្យច្រើនការចូលរួមអីផ្សេងរឿងប្រពៃណីបាទដោយអត់រៀបអង្គរសង្ក្រាន្តនៅសៀមរាបទេនេះយើងរៀបតាមរាជធានីខេត្តបាទរាជធានីខេត្តព្រោះយើងអត់រៀបអង្គរសង្ក្រាន្តទេយើងរៀបរាជធានីខេត្តវាសមល្មមទៅហើយអញ្ចឹងតរយៈភាពនេះហើយបំផុសចលនាផ្សេងគឺសាមគ្គីភាពគ្នានេះឯងហើយសូមឲ្យមើលក្របទៅដល់បញ្ហាសន្តិសុខជាពិសេសរឿងក្មេងទំនើងរឿងបាទបងតូចបងធំអីនេះបាទកុំឲ្យបកកបញ្ហានាំឲ្យมองសៅទៅដល់ការអបអរសាទររបស់ប្រជាពលរដ្ឋរបស់យើងអញ្ចឹងសរុបសេចក្តីមកវិញការយកប្រធានបទការរៀបចំអង្គរសង្ក្រាន្តនេះគឺបង្កើតឡើងគួរឲ្យឈ្នះកុំឲ្យដល់រចាញ់ឈ្នះរៀងខ្លួនបាទអបអរសាទរទៅខ្មែរដូចគ្នាប្រពៃណីតមួយប្រជាជនទឹកដីជនភៀសសឹកកងទ័ពយើងត្រូវគិតគូរឲ្យគាត់វិធីសាស្ត្រខុសគ្នាក្នុងការគិតគូរយើងត្រូវធ្វើអញ្ចឹងសម្រាប់ខ្ញុំគាំទ្រទៅដល់ការរៀបចំនេះហើយគាំទ្រទៅដល់រាជធានីខេត្តក្នុងការរៀបចំបាទយើងអត់អាចរបួសដៃរបួសជើងឬគេហៅអីក្មេងឥឡូវគេហៅសែតហើយដេកស្ទាកនៅក្នុងហ្នឹងហើយបបួលគេគ្រប់គ្នាដេកស្ទាកអត់ទៅនៅទេអត់បានទេយើងត្រូវតែដើរអាហ្នឹងបើតាមគ្រូចិត្តសាស្ត្រពេល stress បំផុតគឺត្រូវធ្វើសកម្មភាពកុំឲ្យដេកហ៊ានតែដេក stress កាន់តែខ្លាំងតលចាប់ដើរចាប់អីទៅបានចាប់ដើរមកខួរក្បាលវាវើទៅហើយអញ្ចឹងការរៀបចំអង្គរសង្ក្រាន្តនេះគឺកុំឲ្យ3ថ្ងៃនៃការអង្គរសង្ក្រាន្តនៅតែសែតរហូតគឺត្រូវពង្រឹងសាមគ្គីឯកភាពជាតិគ្នាភាពធន់របស់ជាតិនិងផ្ទុយទៅវិញមិនសែតមិនដួលតែដើរទៅមុខហើយដើរទៅមុខដោយគឺថាភាពមោះមុតនិងគិតគូរគ្រប់ជ្រុងជ្រោយហើយមិនភ្លេចដល់វីរៈយុទ្ធជនវីរៈនគរបាលជាតិវីរៈកងរួចហិតដែលឈរនៅខាងមុខក៏ដូចជាជនភៀសសឹកនោះទេតែផ្ទុយទៅវិញគឺការប្រមូលនិងបំផុសនៅការចងចាំតាមរយៈរូបភាពសកម្មភាពនិងការជួយទៅដល់ពួកគាត់ផ្ទាល់នេះគឺជាអ្វីដែលអាចថាឈ្នះក្នុងការរៀបចំនៅអង្គរសង្ក្រាន្តនេះហើយខ្ញុំសូមឲ្យរៀបចំឲ្យបានល្អហើយអរគុណដល់អាយដាមគួងស្រេងនៅឆ្នាំនេះគ្រងរថយន្តមិញខ្ញុំសួរប្រមាណគាត់ថា500ប៉ុន្តែសួរចុះឡើងបញ្ជាក់ទៅ598អញ្ចឹងយើងគិតថា600ឡានដើម្បីជូនប្រជាពលរដ្ឋនៅក្រុងភ្នំពេញទៅលេងផ្ទះដោយរាល់ឆ្នាំបាទហើយបើមានក្រុមហ៊ុនដៃគូជួយឧបត្ថម្ភទឹកពៅទឹកអីក៏ជួយបន្ថែមទៀតកន្លងទៅដូចមានក្រុមហ៊ុន Cambodia ជីម៉ុងហើយក្រុមហ៊ុនវឌ្ឍនៈបាទអញ្ចឹងសូមឲ្យជួយថែមទៀតបាទទឹកអីសម្រាប់អ្នកធ្វើតាណាបាទនេះសាមគ្គីជួយគ្នាទៅវិញទៅមកហើយមានអីក៏បាទជួយទៅដល់កងទ័ពជួរមុខទៅដល់ជនភៀសសឹកយើងបន្តទៀតនេះគឺជាការដែលខ្ញុំសូមបញ្ជាក់ហើយខ្ញុំសូមឲ្យគឺថាកុំឲ្យមានការជជែកបែកម៉ាំបែកបាក់គ្នាទៀតគ្រាន់តែរៀបចំយកទស្សនៈឈ្នះទាំងអស់ទៅដើម្បីជាតិខ្មែរយើងតែមួយទេបាទបើគ្រាន់តែរៀបចំកសង្ក្រាន្តរៀបចំបនអំប្រពៃណីជាតិនេះធ្វើឲ្យខ្មែរបែកបាក់ហើយយើងមិនគួរទេកាន់តែបែកកាន់តែខ្សោយតែពេលដែលលំបាកនេះគួរកាន់តែរួមគ្នាទៅហើយពេលដែលចូលឆ្នាំនេះជាឱកាសដែលយើងរួមគ្នាអបអរប្រពៃណីជាតិនឹងធ្វើឲ្យខ្ញុំគាំទ្រចំពោះទស្សនៈទានរបស់សសយកក៏ដូចជាខេត្តផ្សេងដែលធ្វើបាទហើយកំពង់ចាមឆ្នាំនេះដូចត្រៀមលៀស5តោនបាទឆ្នាំទៅលៀសគាត់ប្រហែល3តោនណាបាទ3តោនប៉ុន្តែគាត់ប្រាប់ថាថ្ងៃបើហ្នឹងអស់បាត់ព្រោះគេមកភ្លុះអស់2តោនបាត់ចឹងហ្មងទៅបើមែនតែនអស់ចឹងថ្ងៃនេះគាត់លេង5តោនហ្មងបាទលៀសកំពង់ចាមបាទអញ្ចឹងខេត្តផ្សេងមិនដឹងថាមានអីសម្រាប់គេទៅភ្លុះឬមួយតាក់ទាញ
អានឹងខ្ញុំគិតថាជាឱកាសបញ្ហាមួយទៀតគឺបញ្ហានៅមជ្ឈមបូព៌ាបញ្ហានេះខ្ញុំមិននិយាយរឿងនយោបាយភូមិសាស្ត្រអីនោះទេអ្វីដែលខ្ញុំនិយាយគឺពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋយើងសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋដែលមានកូនមានក្មួយមានសាច់ញាតិធ្វើការនៅតំបន់នោះបច្ចុប្បន្នយើងមាននិស្សិតនិងប្រជាពលរដ្ឋដែលយើងក្តាប់បានទិន្នន័យនៅតំបន់មជ្ឈមបូព៌ា487នាក់វា7ប្រទេសហើយនិស្សិតដែលស្នាក់នៅអ៊ីស្រាអែលក្នុងនោះមាន282នាក់ហើយក្រសួងការបរទេសក៏ខ្ញុំសូមអរគុណដល់ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិស្ថាប័នកិច្ចចារកិច្ចក្រសួងការពិជាតិក្រសួងកសិកម្មក្រសួងអប់រំនិងស្ថាប័នពាក់ព័ន្ធកុងស៊ុលយើងនៅខាងក្រៅទូតយើងនៅខាងក្រៅប្រទេសជិតនោះគឺបានភ្ជាប់បតិកលាគ្នាជាមួយនឹងនិស្សិតរបស់យើងនៅអ៊ីស្រាអែលហើយសូមឲ្យព្យាយាមតាមមើលបងប្អូនយើងផ្សេងទៀតដែលឲ្យជូនព័ត៌មានឲ្យមានការតាក់ទងបាទព្រោះយើងក្តាប់បានបតិកលាបានជាង280ជាងទាំងអស់យើងខ្វះ200នាក់ជាងទៀតដែលមិនទាន់ទាំងក្រសួងការងារអីក៏ដូចគ្នាធ្វើម៉េចយើងបតិកលាអតិភិបគឺសវត្ថិភាពរបស់គាត់អញ្ចឹងអ្វីដែលយើងអាចធ្វើបានរឿងនេះវាជាលើកទី2លើកទី1យើងកាលពីវាយគ្នាពីឆ្នាំ2ឆ្នាំមុនបាទយើងក៏បានត្រៀមលក្ខណៈស្តៀងអញ្ចឹងការបតិកលាគ្នាទៅហើយបាទអញ្ចឹងវិធានការជាក់ស្ដែងការចលះយ៉ាងម៉េចឈានទៅដល់ការវិធានការដែលអាចធ្វើទៅបានកម្រិតណាត្រូវធ្វើយ៉ាងម៉េចឲ្យទាន់ពេលវេលានឹងតាមមកជាប់សហការជាមួយកុងស៊ុលយើងដែលមាននៅអ៊ីស្រាអែលជាមួយនៅប្រទេសទូតយើងដូចមាននៅអ៊ីជីបដែលជិតបំផុតហើយនៅប្រទេសណាទៀតតាមដានឲ្យជាប់ហើយសហការបាទហើយបើត្រូវការចាំបាច់នៅវិធានការណាដែលរដ្ឋាភិបាលត្រូវដាក់ចេញគឺចាត់វិធានការឲ្យបានលឿនបាទត្រូវការឆ្លងគោលការណ៍យ៉ាងម៉េចគឺកុំឲ្យមានបញ្ហាជាពិសេសសុវត្ថិភាពជាចម្បងបងស្មាតនេះហើយការបញ្ជូននិស្សិតយើងទៅធ្វើការគឺសូមផ្អាករហូតទៅដល់ស្ថានភាពបាទនឹងកម្មសិក្សាការីយើងទៅគឺត្រូវផ្អាករហូតទៅដល់ស្ថានភាពបានសមរម្យទៅវិញអញ្ចឹងសូមជូនព័ត៌មាននេះទៅដល់ពួកមានជំជឿថាមានឪពុកម្ដាយបងប្អូនប្រពន្ធកូនអ្នកខ្លះក៏មើលដែរដែលព្រួយបារម្ភព្រោះលើកនេះវាធ្ងន់ជាងអាលើកមុនបាទមួយថ្ងៃឃើញតែកញ្ជួចហោះចុះឡើងច្រើនប្រទេសហើយមិនតែត្រឹមពីអ៊ីរ៉ង់និងអ៊ីស្រាអែលឈ្លានទៅដល់ប្រមាណប្រទេសនៅជាប់ជាមួយទៀតបាទប្រទេសណាក៏អត់រួចដែរអញ្ចឹងគឺសុវត្ថិភាពបងប្អូនយើងនៅទីនោះអានឹងទី1ទី2គឺក្រសួងពាណិជ្ជកម្មក្រសួងរ៉ែធម្មពលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុតាមឲ្យជាប់ទៅលើទិន្នន័យនិងការប្រែប្រួលនៃបញ្ហាប្រេងកិច្ចការនេះខ្ញុំបានបកគលភារកិច្ចឲ្យអាដាមកែវរតនៈតាមដានពីដើមទីអាដាមលោកជំទាវចំនិមលធ្វើកិច្ចការគេនេះហើយទី1រឿងបរិមាណការនាំចូលកម្រិតណាតើមើលប្រទេសណាដែលគ្រោងបិទការនាំចេញឬទេព្រោះឥឡូវស្ថានភាពបើវាយូរអង្វែងប្រទេសច្រើនអាចមានការបិទការនាំចេញនាំឲ្យមានការខ្វះខាតអញ្ចឹងត្រូវតាមដានឲ្យជាប់ដាក់វិធានការឲ្យទាន់ពេលវេលាកិច្ចការងារនេះគឺគណៈកម្មការគោលនយោបាយអាដាមកែមដិតសុភាចារនឹងគ្រោងរៀបចំដើម្បីដឹកនាំកិច្ចការងារនេះព្រោះក្រសួងប្រមាណបានធ្វើការងារប្រចាំហើយធ្វើយ៉ាងណាដើម្បីយើងគ្រប់គ្រងឲ្យបានទាន់សភាពការហើយជាពិសេសទី1បរិមាណនៅក្នុងប្រទេសទី2គឺការគ្រប់គ្រងតម្លៃបាទមកព្រឹកមិញខ្ញុំបានទទួលព័ត៌មានពីកន្លែងខ្លះនៅបាត់ដំបងថាតឡើងដល់4000 6000ជាងក្នុង1លីត្រអីទៅហើយសូមឲ្យធ្វើម៉េចគ្រប់គ្រងហើយសូមអំពាវនាវឲ្យអ្នកម្ចាស់ការ៉ាសាំងទាំងអស់សូមធ្វើម៉េចកុំឆ្លៀតឱកាសតឡើងហួសហេតុព្រោះវាប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងហើយសូមឲ្យក្រសួងពាណិជ្ជកម្មអាជ្ញាធរពាក់ព័ន្ធក្រសួងពាក់ព័ន្ធតាមមើលទៅលើកិច្ចការនេះព្រោះដៃម្ខាងរឿងការលក់ដូររបស់អាជីវកររឿងបញ្ហាស្តុកនាំចូលតែស្តុកខ្វះតម្លៃឡើងអញ្ចឹងការរៀបចំឲ្យច្បាស់ប៉ុន្តែមួយទៀតវាមិនមែនរឿងបញ្ហាស្តុកវារឿងការឆ្លៀតឱកាសសុំទប់ឲ្យបានព្រោះវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរបស់យើងអ្នកប្រើប្រាស់អញ្ចឹងសូមឲ្យបងប្អូនបាទអាជីវករដែល
ประกอบระบอบนี้សូមចូលរួមបាទធ្វើយ៉ាងណាសហការនឹងអនុវត្តជាមួយនឹងស្ថាប័នរបស់យើងដើម្បីរួមគ្នាដោះស្រាយបញ្ហាចំពោះមុខបាទអញ្ចឹងគឺកិច្ចការងារបញ្ហា3នេះដែលខ្ញុំសូមលើកបន្ថែមបាទបន្ថែមទៅលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបើទៅកញ្ចប់តែមួយទេគឺសន្តិសុខសង្គមបាទហើយក្នុងពេលចូលឆ្នាំនេះក៏ជាពេលមួយដែលគេថាឆ្នាំថ្មីនេះជាឆ្នាំមួយដែលប្រទេសយើងឆ្លងកាត់នឹងអាចប្រឈមបញ្ហាដែលមិនធ្លាប់មានពីមុនជាពិសេសដោយរឿងព្រំដែនរឿងអីនេះបាទប៉ុន្តែខ្ញុំក៏សូមអរគុណទៅដល់មន្ត្រីរាជការទាំងអស់ប្រជាពលរដ្ឋយើងទាំងអស់ប៉ុន្តែការកង្វល់មានការជឿចាប់មានប៉ុន្តែដំណើរការជីវិតរបស់យើងនៅទៅមុខការប្រយុទ្ធប្រឆាំងដោយថ្ងៃនេះការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនការប្រយុទ្ធប្រឆាំងនឹង scam online ការប្រយុទ្ធប្រឆាំងនឹងការអសកម្មផ្សេងៗយើងត្រូវរួមគ្នាដោះស្រាយការជំរុញកំណើនសេដ្ឋកិច្ចការលើកកម្ពស់ការនាំចេញផ្សេងៗក៏យើងកំពុងតែធ្វើជាប្រចាំយើងអត់បានទុនដៃទេប៉ុន្តែផ្ទុយទៅវិញយើងបានរួមគ្នាដើរទៅមុខហើយខ្ញុំសូមអំពាវនាវសូមបន្តកិច្ចការងារនេះតទៅទៀតបាទរឿងដោះស្រាយទឹកដីរឿងដោះស្រាយបញ្ហាកងទ័ពជួមុខជនភៀសសឹកយើងនៅបន្តធ្វើរួមគ្នាបានធ្វើតែគ្រប់វិស័យផ្សេងទៀតត្រូវធ្វើយ៉ាងណាឲ្យកាន់តែខ្លាំងឡើងដើម្បីឲ្យប្រទេសជាតិយើងកាន់តែរឹងមាំបាទគ្មានពីណាជួយយើងក្រៅពីយើងជួយខ្លួនឯងនោះទេបាទបោះសម្អាតចំណុចអវិជ្ជមាននិងពង្រឹងចំណុចវិជ្ជមានរបស់យើងហើយកិច្ចការងារនេះមិនមែនតែជាកាតព្វកិច្ចផ្ដាច់មុខរបស់រាជរដ្ឋាភិបាលហើយបើរាជរដ្ឋាភិបាលតែម្នាក់ឯងធ្វើក៏មិនទៅរួចដែរបើគ្មានការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋចឹងក្នុងឱកាសឆ្នាំថ្មីនេះខ្ញុំសូមឲ្យស្មារតីនៃការរួបរวมរបស់ជាតិយើងទាំងមូលមិនថាមន្ត្រីរដ្ឋមិនថាអង្គការសង្គមស៊ីវិលមិនថាគណៈបកនយោបាយមិនថាប្រជាពលរដ្ឋសាមញ្ញគ្រប់សាសនាក្នុងនាមជាខ្មែររួមគ្នាដើម្បីយើងអបអរសាទរនៅអ្វីដែលយើងមានយើងនាំគ្នាដោះស្រាយបញ្ហាព្យាបាលនៅអ្វីដែលយើងមានបញ្ហាដើម្បីយើងដើរទៅមុខបានរឹងមាំទាំងអស់គ្នាតទៅទៀតនៅក្នុងឆ្នាំ2026នឹងបន្តទៅទៀត